អរគុណទៅកាន់លីសៀ4000រៀលវាសនា500រៀលជីវ៉ន4000រៀលមករា25សែននិងម្ចាស់ឧបត្ថម្ភធំរដ្ឋាភិបាលចំនួន12100រៀលជូនពរគ្នាជួបតែសមាងល្អហើយឥឡូវយើងទៅបន្តខ្សែរឿងយើងទៀត5រឿងដំបូងគឺរាយតាក់ទងទៅនឹងអ្នកដឹកនាំមហាសំណាក់ប្រាសាទរន្ទះត្រូវបានគេហៅថាជាព្រះសង្ឃឈាមគាត់គឺមានក្បាច់គុណដែលអ្នករាល់គ្នាទទួលស្គាល់ថាគឺជាមនុស្សដ៏ខ្លាំងក្លាមួយនៅក្នុងអ្នកហាត់គុណមនុស្សជាច្រើនហៅគាត់ថាជា Master នៃសិល្បៈនិឋានសួគ៌ដែលវាគឺជាសិល្បៈក្បាច់គុណដ៏ខ្លាំងបំផុតនៅក្នុងមហាសំណាក់ប្រាសាទរន្ទះរួចគាត់ក៏មានអ្នកក្រៅបង្គាប់ចំណាត់ចំនួន10នាក់ផងដែរហើយនៅក្រៅពួកគេនោះទៀតក៏មានព្រះសង្ឃបិសាចឈាមដែលមានចំនួនប្រហែលជា300នាក់ក្រៅពីពួកគេនោះក៏មានក្រុមមួយចំនួនដែលទុកសម្រាប់ហេតុការណ៍ដ៏ច្បាស់លាស់ណាមួយក្មេងៗដែលពួកគេចាប់ទៅខ្លាចតែជាអាវុធដ៏មុតស្រួចរបស់ពួកគេហើយពួកយើងគឺមិនដឹងច្បាស់ឡើយពីវិធីចូលទៅក្នុងមហាសំណាក់ប្រាសាទរន្ទះប៉ុន្តែខ្ញុំប្រកាសថាពួកគេគឺមានសញ្ញាមួយចំនួនដែលព្យាយាមលាក់កុំឲ្យអ្នកខាងក្រៅនឹងគឺអាចចូលទៅខាងក្នុងបានប៉ុន្តែវាគឺមិនពិបាកនៅក្នុងការស្វែងរកទេមនុស្សធម្មតាដូចជាពួកយើងគឺមិនអាចស្វែងរកឃើញបានទេប៉ុន្តែលោកគឺខុសគ្នាខ្ញុំច្បាស់ថាលោកប្រកាសជាអាចចូលទៅខាងក្នុងនោះបានចវ៉ូនិយាយឡើងថាលោកគឺទទួលបានព័ត៌មានតិចណាស់តែលោកមិនដែលចូលទៅទីនោះពីមុនមកទេឬបរិសុទ្ធនោះតបវិញថានេះគឺជាអ្វីដែលខ្ញុំដឹងក្នុងនាមជាពុកដែលចង់ស្វែងរកកូនចវ៉ូគិតថាប្រើប្រាស់កូនក្មេងជាអាវុធសម្លាប់របស់ខ្លួនមើលទៅគឺស្រដៀងណាស់បើសិនបើខ្ញុំនៅតែពន្យាពេលទៀតពួកគេប្រកាសជារៀបចំវិធីនៅក្នុងការការពារខ្ញុំហើយដូច្នេះខ្ញុំត្រូវតែបញ្ចប់រឿងមួយនេះឲ្យបានឆាប់ហើយព្រាមនោះម្យ៉ាងបាននិយាយទៅកាន់ចវ៉ូថាបើសិនបើលោកបានជួបសូម៉ាដោយចៃដន្យឬមួយកូនក្មេងនៅក្នុងភូមិមួយនេះលោកកុំធ្វើបាបពួកគេឲ្យសោះលោកគឺគួរតែជួយសង្គ្រោះពួកគេនោះវិញព្រោះខ្ញុំកាលពីពេលនោះគឺមិនអាចជួយពួកគេនោះបានដោយនៅពេលដែលហេតុការណ៍ប្រសងមកពីប្រាសាទនោះតាមចាប់កូនក្មេងម្យ៉ាងបានត្រឹមតែលាក់ខ្លួនគឺមិនហ៊ានបង្ហើបសម្លេងអ្វីនោះទេរួចគាត់បានលើសម្លេងជាច្រើនដែលស្រែកឲ្យឪពុកម្ដាយរបស់ខ្លួននឹងគឺជួយម្យ៉ាងនិយាយទាំងទឹកភ្នែកថានៅពេលនោះសូម៉ាបានស្រែកឡើងយ៉ាងខ្លាំងតែខ្ញុំក្នុងនាមជាបងបែរជាមិនចេញទៅខាងក្រៅទៅវិញពេលមកដែរឪពុកក្មេងនោះបានប្រាប់ថានេះមិនមែនជាកំហុសរបស់ឯងនោះទេព្រោះតែក្នុងនាមយើងគឺជាឪពុកម្ដាយគួរតែការពារពួកគេជាធម្មតាទេដែលនៅពេលនោះឯងមានអារម្មណ៍ថាភ័យខ្លាចមិនអីទេឯងធ្វើបានល្អហើយបើសិនបើពួកគេចាប់ឯងទៅម្នាក់ទៀតនោះយើងគឺមិនដឹងត្រូវធ្វើយ៉ាងម៉េចទៀតនោះទេក្មេងនោះលើសម្បីឪពុកខ្លួននៅឆ្នេះហើយគឺថាក្តុកក្តួលមែនតើភ្លាមនោះចវ៉ូប្រាប់ថាសូមទៅផងដែលរំខានប៉ុន្តែខ្ញុំមិនធានាថាអាចធ្វើតាមអ្វីដែលពួកអ្នកបានស្នើសុំនោះឡើយម្យ៉ាងសួរឡើងថាតើមើលពីហេតុអ្វីទៅចវ៉ូតបថាដោយសារតែយើងគឺមិនទាន់ដឹងពីសារភាពនៅក្នុងមហាសំណាក់ប្រាសាទរន្ទះនៅឡើយទីកន្លែងនោះមិនបានស្វាគមន៍អ្នកក្រៅឲ្យចូលទៅដោយស្រួលនោះទេបើចង់ស្វែងរកក្មេងៗយើងក៏មិនដឹងថាពួកគេគឺស្ថិតនៅទីណាដែរដូច្នេះពេលដែលខ្ញុំធ្វើដំណើរទៅក្នុងមហាសំណាក់ប្រាសាទរន្ទះគឺមិនមែនទៅជួយសង្គ្រោះនរណាម្នាក់ទេប៉ុន្តែសម្រាប់តម្លៃព័ត៌មានរបស់អ្នកទាំងអស់គ្នាដែលបានប្រាប់មកនេះខ្ញុំនឹងធ្វើការសន្យារឿងមួយជាមួយអ្នកទាំងអស់គ្នាខ្ញុំនឹងសម្លាប់មនុស្សទាំងអស់ដែលស្ថិតនៅក្នុងមហាសំណាក់ប្រាសាទរន្ទះបន្តមកខ្សែរឿងគឺការមកដល់ពេលរាត្រីដែលយើងបានឃើញថាចវ៉ូគឺបានឈរនៅក្នុងទឹកចវ៉ូគិតថាអន្ទាក់បំភាន់មួយទៀតបានដំណើរការតែគាត់នឹងគឺមិនបានធ្វើអ្វីទាល់តែសោះប៉ុន្តែវាមិនមែនជាបញ្ហាថាវាអាចកំបាំងប៉ុណ្ណានោះទេព្រោះអីវាមិនអាចលាក់បាំងពីការពិតបានឡើយដូចជាទឹកដែលមាននៅក្នុងស្ទឹងនេះអញ្ចឹងវាពិបាកណាស់ដែលនរណាគេម្នាក់ព្យាយាមមិនចង់ស្វែងយល់ពីទឹកនោះស្ទឹងនៅទីនេះពោពេញទៅដោយសត្វត្រីវាខុសប្លែកពីស្ទឹងនៅក្នុងព្រៃបើសិននៅទីនេះមានត្រីច្រើនមានន័យថានៅខាងក្រោមនោះក៏មានចំណីច្រើនផងដែរមានន័យថាបរិស្ថានដែលពួកវារស់នៅនោះគឺល្អណាស់ហើយមើលទៅអាហារទាំងអស់នេះគឺមិនមែនខ្ជះខ្ជាយនោះទេដែលកាកសំណល់ទាំងនេះប្រហែលជាចេញមកពីការរស់នៅរបស់មនុស្សហើយបន្ទាប់មកចវ៉ូក៏ធ្វើដំណើរតាមទឹកនោះរហូតទៅដល់ទីកន្លែងមួយដែលយើងបានឃើញមានបំពង់ដ៏ធំមួយបានបង្ហូរទឹកចេញពីទីនោះចវ៉ូសង្កេតឃើញថាទីនេះគឺសុទ្ធតែមានចំហាយបំភាន់ប៉ុន្តែចវ៉ូនៅតែដើរទៅមុខព្រមទាំងបន្តគិតទៀតថាគាត់គឺច្បាស់ហើយថាផ្លូវមួយនេះនឹងឲ្យគាត់ធ្វើដំណើរទៅដល់មហាសំណាក់ប្រាសាទរន្ទះបន្តិចក្រោយមកយើងឃើញថាចវ៉ូគឺបានចូលទៅខាងក្នុងនោះហើយដល់ទីកន្លែងមួយគាត់ក៏ឃើញថាមានឈើនឹងដែលរារាំងរួចចវ៉ូក៏បានឃើញចំហាយបំភាន់នៅទីនេះនឹងកាន់តែច្រើនឡើងចវ៉ូគិតថាបន្ទាប់ពីធ្វើដំណើរផុតទីកន្លែងនេះនឹងឆ្លងកាត់អន្ទាក់បំភាន់ទាំងអស់នោះហើយគិតបែបនេះរួចចវ៉ូក៏ចាក់ចេញពីទីកន្លែងដែលបង្ហូរទឹកនោះចេញទៅខាងក្រៅតែម្ដងរួចយើងក៏បានលើសម្លេងនិយាយឡើងថាមិនដឹងថានរណាគេនោះទេដែលហ៊ានចង់ចូលនៅក្នុងប្រាសាទរបស់ពួកយើងប៉ុន្តែបើចង់ចូលនោះទោះតែមានការអនុញ្ញាតពីពួកយើងទើបពួកគេនោះអាចចូលបានចវ៉ូក៏លួចស្ដាប់ពួកគេនោះនិយាយគ្នាផងដែរពួកគេនោះនិយាយបន្តត្រូវហើយហេតុអីបានជាពួកយើងមកធ្វើដំណើរខ្លំមើលទាំងពេលយប់អញ្ចឹងវាមិនមែនទៅឆ្នាំនោះទេដែលប្រាសាទរបស់ពួកយើងនឹងហាមឃាត់កុំឲ្យអ្នកក្រៅនឹងធ្វើដំណើរចូលមកខាងក្នុងបើពួកគេចង់ចូលមែននោះមានន័យថាពួកគេគឺចង់បង្កចំនួនជាមួយនឹងពួកយើងហើយព្រាមនោះក៏មានប្រាសង្ឃម្នាក់ទៀតដែលចូលមកប្រាប់ថាយើងបានប្រាប់ពួកឯងហើយគឺ
គឺមិនត្រូវនិយាយគ្នាលេងនោះទេត្រូវតែត្រួតពិនិត្យឲ្យបានល្អខ្យល់វោលើដូច្នេះដឹងថាអបិហុកអាមនោះបានប្រាប់ព័ត៌មានរបស់គាត់អស់ហើយរួចសាររឿងក៏បង្ហាញអំពីសំណាក់មួយនៅក្នុងប្រាសាទមួយនេះយើងបានឃើញព្រះសង្ឃឈាមសួរឡើងថាឯងប្រាប់យើងថាឯងត្រូវបានឃាតករតាមប្រមាញ់ឯងមែនទេរួចអ្នកដែលគាត់បាននិយាយជាមួយនឹងគឺជាហុកអាមនឹងឯងហុកអាមតបថាត្រូវហើយប៉ុន្តែវាគឺជាកំហុសរបស់ខ្ញុំព្រះសង្ឃឈាមសួរថាតើឯងគិតថាសមហេតុផលដែរទេឯងគឺមិនអាចសូម្បីតែឃើញមុខឃាតករម្នាក់នោះទាំងដែលវានោះបានដេញតាមឯងអរិយាពេលយ៉ាងយូររួចឯងស្នើសុំពួកយើងឲ្យកម្ចាត់ឃាតករមួយនោះចោលទៀតទាំងដែលឯងនឹងបាននាំឃាតករមកដល់ច្រកទ្វារចូលរបស់ពួកយើងគឺអាចជួយឯងបានរឿងនេះប៉ុន្តែយើងគឺខកចិត្តខ្លាំងណាស់ចំពោះអ្វីដែលឯងបានធ្វើហុកអាមលើហើយក៏បញ្ញាប់ស្នើសុំឱកាសម្ដងទៀតចេញពីព្រះសង្ឃឈាមនោះបើសិនបើខ្ញុំមានពេលវេលាគ្រប់គ្រាន់ខ្ញុំប្រកាសជាអាចកម្ចាត់វានោះបានសូមលោកទុកចិត្តលើខ្ញុំម្ដងទៀតចុះព្រះសង្ឃឈាមគិតឡើងថាអ្វីដែលវាបាននិយាយនេះគឺដូចជាចម្លែកប៉ុន្តែគ្មានហេតុផលអ្វីនោះទេដែលហុកអាមមិនក៏ហក់មកកាន់គាត់ភ្លាមនោះមនុស្សចំណិតម្នាក់របស់គាត់និយាយឡើងថាមើលទៅហុកអាមត្រូវបានឃាតករដេញតាមពីខាងក្រៅដូច្នេះមានន័យថាការងារដែលត្រូវសងសឹកនៃការជិញឆៃនឹងគឺទទួលបានជោគជ័យហើយដូច្នេះពួកយើងគឺមិនត្រូវដាក់វិន័យទៅលើគាត់នោះទេបើសិនបើអ្វីដែលគាត់បាននិយាយនោះគឺមិនមែនជាការកុហកពួកយើងគួរតែបញ្ញាប់ស្វែងរកនិងសម្រាប់ឃាតករមួយនោះចោលឬគ្មានហេតុផលអ្វីនោះទេដែលឃាតករម្នាក់នោះអាចឆ្លងកាត់ព្រៃទៅខាងត្បូងបានយ៉ាងម៉េចដែរបើសិនបើពួកយើងបញ្ជូនឆ្កែមួយចំនួនឲ្យចេញទៅប្រមាញនោះម្នាក់ទៀតតបថាបើសិនបើពួកយើងចង់ប្រុងប្រយ័ត្នបន្ថែមពួកយើងគួរតែឲ្យព្រះសង្ឃបិសាចឈាមនឹងដើរត្រួតពិនិត្យជុំវិញនេះម្នាក់ទៀតតបវិញថាប៉ុន្តែឃាតករនោះមិនអាចធ្វើដំណើរមកដល់ទីនេះបានឡើយពួកយើងគឺមិនចាំបាច់ធ្វើអញ្ចឹងនោះទេព្រះសង្ឃម្ខាងទៀតតបថាប៉ុន្តែពួកយើងគួរតែរក្សាសុវត្ថិភាពហុកអាមគិតថាបញ្ជូនឆ្កែឲ្យទៅសម្លាប់ខ្យល់វោគឺមិនអាចទៅរួចនោះទេព្រោះអីមានតែគាត់នោះទេដែលដឹងពីសមត្ថភាពរបស់ខ្យល់វោនោះបន្តមកសាច់រឿងគឺកាត់មកខាងក្រៅសំណាក់នេះវិញយើងបានឃើញព្រះសង្ឃមួយក្រុមដែលដើរត្រួតពិនិត្យនឹងនិយាយគ្នាថាតើអ្នកទាំងអស់គ្នាបានស្វែងរកឃើញអ្វីដែលចម្លែកដែរទេពួកគេតបថាអត់ឃើញមានអ្វីចម្លែកឡើយមើលទៅវាគ្មានប្រយោជន៍នោះទេដែលពួកយើងព្យាយាមតាមស្វែងរកនៅព្រៃទៅខាងត្បូងប្រហែលជាព័ត៌មានហុកអាមតែប្រោសឲ្យនឹងគឺខុសហើយបើគិតមើលទៅក៏វាត្រូវដែរនេះហើយជាហេតុផលដែលលោកគឺមិនទុកចិត្តលើគ្នាឯងមែនទេព្រោះអីហុកអាមរត់លឿនដូចជាសត្វឆ្កែអញ្ចឹងប៉ុន្តែបើជាមកឲ្យពួកយើងធ្វើការងារដែលមិនសមហេតុផលដូច្នេះទៅវិញបើអញ្ចឹងនៅពេលត្រឡប់ទៅវិញចាំពួកយើងពិភាក្សារឿងនេះពេលក្រោយទៅពីអ្នកនោះលើហើយក៏យល់ស្របរួចពួកគេនឹងក៏ចាក់ចេញទៅរួចយើងឃើញថាព្រះសង្ឃមួយអង្គនេះកាភ្នែកដូចជាចម្លែកមែនតើរួចសាររឿងគឺកាត់ថយមកខាងក្រោយកាលពីប្រហែលថ្ងៃមុនយើងឃើញថាព្រះសង្ឃនោះគឺមានស្នាមរបួសនៅលើខ្លួនច្រើនមែនតើដោយសារតែភាពនឿយហត់គាត់គឺបានតែសម្រាកលើគ្រែតែម្ដងគាត់និយាយឡើងថាវាអស់រយៈពេលប្រហែលថ្ងៃហើយដែលពួកយើងមិនទាន់បានស្វែងរកឃើញអាសាស៊ីនម្នាក់នោះខ្ញុំគិតថាសម្បីរបស់ហុកអាមគឺមិនអាចយកជាការបានទេខ្ញុំមិនយល់នោះទេដែលគាត់ធ្វើរឿងបែបនេះជាមួយនឹងពេលវេលាធម្មតាភ្លាមមកដែរយើងឃើញថាខ្យល់វោបានលេចឡើងនៅពីខាងលើគាត់តែម្ដងដែលយើងឃើញត្រឹមតែទឹកមុខដ៏គួរខ្លាចព្រមជាមួយនឹងអាវុធរបស់គាត់តែប៉ុណ្ណោះភ្លាមនោះខ្សែរបស់ខ្យល់វោចាប់ផ្ដើមធ្វើការវាយប្រហារទៅលើអាគាត់នោះត្រឹមតែមួយផ្លែប៉ុណ្ណោះខ្សែរបស់ខ្យល់វោបានចាប់ចងលើរាងកាយព្រះសង្ឃអង្គនោះបាត់ហើយចំណែកខ្យល់វោបន្ទាប់ពីចាប់ចងហើយគាត់ក៏បានខិតរជិតព្រះសង្ឃអង្គនោះបន្តិចព្រះសង្ឃនោះនិយាយឡើងថាសត្វចម្លែកអ្វីដែលហុកអាមបាននិយាយនោះគឺពិតជាត្រឹមត្រូវរួចយើងដឹងពីលទ្ធផលរបស់ព្រះសង្ឃអង្គនោះហើយអញ្ចឹងមានន័យថាព្រះសង្ឃដែលនិយាយគ្នាមុននេះគឺជារូបរាងកាយបន្លំខ្លួនរបស់ខ្យល់វោនឹងឯងរួចយើងឃើញថាព្រះសង្ឃដែលជាខ្យល់វោបន្លំខ្លួននឹងបានធ្វើដំណើរចូលមកខាងក្នុងវិញដែលឈ្មោះរបស់ព្រះសង្ឃអង្គនេះមានឈ្មោះថាជងមុខអ្នកផ្សេងឃើញហើយនិយាយគ្នាថាតើជងមុខត្រូវតែទៅស៊ើបអង្កេតនៅឯព្រៃហើយបានជាគាត់ត្រឡប់មកវិញអញ្ចឹងរួចពួកគាត់ក៏ចាប់ផ្ដើមសួរថាហើយបានត្រឡប់មកវិញអញ្ចឹងមិននៅស៊ើបអង្កេតទៀតទេឬជងមុខតបថាពួកយើងបានមកចាប់ហើយឥឡូវនេះធ្វើដំណើរមកទីនេះវិញម្ដងព្រះសង្ឃម្នាក់តបថានៅទីនេះគឺគ្មានអ្វីចម្លែកនោះទេជងមុខប្រាប់ថាខ្ញុំមកទីនេះគឺតាមបញ្ជារបស់ព្រះសង្ឃឈាមដែលប្រោសតំណែងឲ្យអ្នកទាំងអស់គ្នាថាថ្ងៃនេះគឺបញ្ចប់ការស្វែងរកដែលពួកយើងទាំងអស់គ្នានឹងគឺអាចសម្រាកបានហើយព្រះសង្ឃផ្សេងលើហើយក៏ស្របតាមបន្ទាប់មកជងមុខនឹងក៏ធ្វើដំណើរចូលទៅក្នុងព្រះវិមានច្បាប់ខ្យល់វោដើរចូលមកខាងក្នុងនេះគិតថាមើលទៅទីកន្លែងនេះដូចជាចម្លែកណាស់គាត់គិតថាទីកន្លែងមួយនេះគឺមិនស្រួលនោះទេបើមើលទៅកាន់ទីកន្លែងដែលរក្សាទុកសិភៅនឹងគឺមិនមែននោះទេដែលនៅទីកន្លែងនេះវាគឺគ្មានក្លិនស្អុយអ្វីឡើយបើអញ្ចឹងតែប្រភពជាចំហាយក្លិននឹងគឺមកពីទីកន្លែងណាទៅដែលខ្យល់វោធ្វើដំណើររហូតមកដល់ទីកន្លែងតតែម្ដងខ្យល់វោគិតថានៅពេលដែលគាត់ឈរនៅទីនេះចំហាយក្លិនដែលគាត់ទទួលបាននឹងកាន់តែខ្លាំងឡើងហើយភ្លា
មនោះគាត់ក៏កលេចឃើញប្រឡោះមួយដែលធ្លុះនៅក្នុងជញ្ជាំងនោះផងដែរមើលទៅក្លិនដែលស្អុយនោះប្រហែលជាសាយភាយចេញពីទីកន្លែងនោះហើយចៅវក៏យកចរមករបស់គាត់នឹងហិតដោយក៏គិតថាក្លិនរបស់វាគឺខុសពីសម្រាមដែលគាត់បានធ្លាប់ញ៉ាំកាលពីពេលមុនប៉ុន្តែមើលទៅវាក៏មានភាពស្រដៀងគ្នាខ្លះដែរតែអាចទេក្លិនមួយនេះគឺជាថ្នាំពុលនោះគិតបែបនេះរួចចៅវក៏បានហែកជញ្ជាំងនោះតែម្ដងរួចយើងឃើញថានៅក្រៅជញ្ជាំងនោះគឺមានផ្លូវចូលទៅខាងក្រោមចៅវនិយាយថាចាំមើលថានៅខាងក្រោមនេះគឺមានអ្វីនៅខាងក្រោមនេះយើងបានឃើញតាចាស់ម្នាក់កំពុងតែធ្វើអ្វីម្យ៉ាងនៅជិតគាត់នោះក៏មានមនុស្សម្នាក់អង្គុយលើជើងម៉ាផងដែរតែមនុស្សនៅលើជើងម៉ានោះត្រូវបានតាចាស់នោះចងជាប់តាចាស់នោះនិយាយឡើងថាយើងបានឲ្យឯងហ្នឹងរងចាំអស់រយៈពេលយូរហើយវាគឺពិបាកណាស់សម្រាប់យើងដែលត្រូវបង្ការរបស់មួយនោះអរគុណឯងហើយដែលបានរងចាំយើងនោះរួចគាត់ក៏យកដបមកក្នុងដៃហ្នឹងចាប់បញ្ច្រកទៅក្នុងមាត់បរោះនោះតែម្ដងតែគាត់បន្តត្រឹមតែមួយដំណក់នោះទេនៅពេលដែលគាត់បន្តហើយក៏បញ្ញាប់ឲ្យបរោះនោះលេបចូលភ្លាមទៅចំណែកបរោះនោះវិញបន្ទាប់ពីលេបចូលហើយគឺចាប់ផ្ដើមប្រកាច់ពេញនឹងឯងរួចឈាមជាច្រើនក៏ហូរចេញពីមាត់របស់គាត់រួចសរសៃធំជាច្រើនក៏លេចឡើងលើរាងកាយរបស់គាត់ដូចគ្នាដែលធ្វើឲ្យបរោះម្នាក់នោះគឺពិបាកទ្រាំទ្រមែនទែនរហូតតតែធ្វើឲ្យបរោះម្នាក់នោះគឺដាច់ខ្យល់តែម្ដងចំណែកតាចាស់នោះឃើញដូច្នេះគឺសប្បាយចិត្តណាស់ដោយសារតែការពិសោធន៍របស់គាត់នឹងគឺជោគជ័យគាត់គិតថាត្រឹមតែទឹកមួយដំណក់ហ្នឹងគឺអាចសម្លាប់មនុស្សរហូតដល់10នាក់ហើយបើប្រសងឈៀងបានដឹងគាត់ប្រកាសជាសរសើរយើងពុំខានភ្លាមនោះចូលមករួចនិយាយថាវាពិតជាមានប្រយោជន៍មែនតាចាស់នោះនិយាយឡើងថាលើក្រោយមុនពេលដែលមកនឹងគូតែបន្លឺសម្លេងអ្វីខ្លះផងដែលយើងគឺសើតែបានគប់ដបមួយនេះទៅរកឯងហើយមុននេះជន់មុខតាចាស់នោះបន្តថាមើលទៅរបស់មួយនេះក៏វាមានប្រយោជន៍សម្រាប់ឯងដូចគ្នាយើងក៏ខិតទៅចិត្តរួចក៏សួរថាតើវាគឺជាជាតិពុលមែនទេតាចាស់នោះប្រាប់ថាយើងគឺមិនទាន់ដាក់ឈ្មោះឲ្យវាឡើយយើងទើបតែបញ្ចប់វាមុននេះនឹងឯងប៉ុន្តែយើងធានាថាទោះបីម្នាក់នោះគឺខ្លាំងក៏ដោយត្រឹមតែ7ជំហាននោះទេត្រូវទឹកថ្នាំនេះប្រកាសជាត្រូវស្លាប់លើដូច្នេះក៏និយាយឡើងថាអីគេ7ជំហានយ៉ាងម៉េចដែរបើយើងដាក់ឈ្មោះឲ្យថាជាតិពុលបំផ្លាញប្រលឹង7ជំហានមើលទៅនេះពិតជាឈ្មោះដ៏ល្អយើងគឺពិតជាចូលចិត្តវាណាហើយនៅពេលដែលតាចាស់នោះកំពុងតែពេញចិត្តជាមួយនឹងថ្នាំពុលដែលគាត់បានបង្កើតឡើងនោះភ្លាមនោះក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់គាត់ដែលគាត់បានបញ្ជាអាវុធរបស់គាត់ទៅចំកណ្ដាលក្បាលតាចាស់នោះតែម្ដងបន្ទាប់ពីសម្រាប់តាចាស់នោះហើយក៏ប្រញាប់យកដបថ្នាំពុលនោះយ៉ាងលឿនឬក៏និយាយឡើងថានេះគឺជាថ្នាំពុលដ៏ល្អអរគុណដល់លោកហើយពួកគេនិយាយថាទីកន្លែងមួយនេះគ្មាននរណាគេម្នាក់ចង់មើលនោះទេដូច្នេះវាគឺជាទីកន្លែងដ៏ល្អមួយបន្តមកខ្សែរឿងគឺការមកដល់ថ្ងៃថ្មីយើងឃើញថាព្រះសង្ឃឈាមគឺខឹងមែនទែនដោយសួរថាតើមានរឿងអ្វីកើតឡើងយើងមិនជឿនោះទេថាបិសាចព្រះសង្ឃឈាមជាច្រើនត្រូវបានសម្លាប់នោះមនុស្សជំនាន់របស់គាត់ប្រាប់ថាវាពិបាកណាស់នៅក្នុងការនិយាយប៉ុន្តែអ្វីដែលហុកអាមបាននិយាយនោះគឺជាការពិតខ្ញុំប្រកាសថាគិរកោនោះបានរីករាយដាលចូលមកខាងក្នុងបាត់ហើយព្រះសង្ឃឈាមឮហើយនិយាយទាំងកំហឹងថាហេតុអីបានជាវាអាចឆ្លងកាត់ប្រៃបំភាន់បានអញ្ចឹងមនុស្សជំនាន់របស់គាត់តបថារឿងនេះខ្ញុំក៏មិនដឹងដូចគ្នាប៉ុន្តែពួកយើងបានរកឃើញអ្នកដែលទៅស៊ើបអង្កេតទាំងអស់ហ្នឹងត្រូវបានសម្លាប់ហើយសាកសពទាំងអស់នោះគឺមិនមានសាកសពរបស់ជុំមុខឡើយពួកយើងក៏បានតាមស្វែងរកគាត់ដែរប៉ុន្តែក៏នៅតែមិនឃើញអញ្ចឹងតែអ្វីដែលខ្ញុំឮជុំមុខធ្វើរមាទៅព្រៃទៅខាងត្បូងកាលពីយប់មុនបន្ទាប់ពីបញ្ចប់ការស្វែងរកពួកយើងមិនដឹងថាគាត់ធ្វើរមាទៅណាទៀតទេបន្ទាប់ពីនោះព្រះសង្ឃជាច្រើនក៏ចាប់ផ្ដើមត្រូវបានសម្លាប់ដូច្នេះពួកយើងគឺអាចស្វែងរកអាសាសៀននោះបានតាមរយៈការស្វែងរកជុំមុខព្រះសង្ឃឈាមលើពីរឿងទាំងអស់នេះហើយធ្វើឲ្យគាត់នឹងគឺខឹងសម្បាមែនតើរួចក៏និយាយឡើងថាមើលទៅខេរកោបានលាក់ខ្លួននៅក្នុងទីកន្លែងណាមួយក្នុងប្រាសាទនេះហើយស្វែងរកវាឲ្យឃើញហើយយកវាមកជួបយើងមុនពេលដែលវានឹងគម្រាមកំហែងដល់សិស្សដទៃទៀតនៅពេលនោះយើងនឹងបំផ្លាញរាងកាយរបស់វាទៅជាបំណាយតែម្ដងឯនៅខាងនេះវិញយើងឃើញថាពួកគេគឺកំពុងតែរៀបចំសាកសពអ្នកខ្លះគឺមិនជឿនោះទេថាអ្នកដែលទៅស្វែងរកទាំងអស់ហ្នឹងត្រូវបានស្លាប់ទាំងអស់និយាយទៅគឺមនុស្សដែលបានស្លាប់ទាំងអស់នេះគឺអបប្រយោជន៍តែម្ដងគឺគ្មានទទួលបានអ្វីមកវិញនោះទេមើលទៅខេរកោនោះគឺកំពុងតែកាត់បន្ថយសមាជិករបស់ពួកយើងហើយតែខ្ញុំគួរតែយករឿងនេះប្រាប់ទៅកាន់ព្រះសង្ឃឈាមមកទេរួចគាត់ក៏សួរឡើងថានៅពេលនេះហុកអាមគឺនៅឯណាព្រះសង្ឃម្នាក់ប្រាប់ថាហុកអាមគឺនៅក្នុងបន្ទប់របស់គាត់គឺមិនចេញមកខាងក្រៅឡើយព្រះសង្ឃអង្គនោះឮហើយគឺខឹងមែនទែនអីគេវាគឺនៅក្នុងបន្ទប់វាគឺជាមនុស្សដែលនាំអាសាសៀនមកដល់ទីនេះប៉ុន្តែវាបែរជាពូលនៅក្នុងបន្ទប់ទៅវិញយើងមិនខ្វល់នោះទេត្រូវតែនាំហុកអាមមកទីនេះឲ្យលឿនបន្តិចក្រោយមកយើងឃើញថាហុកអាមបានទៅជួបជាមួយនឹងព្រះសង្ឃឈាមគាត់ប្រាប់ថាគាត់គឺដឹងពីរបៀបកំណត់គោលដៅទៅលើផ្លូវវោហើយព្រះសង្ឃឈាមតបថាបន្ទាប់ពីមនុស្សជាច្រើនត្រូវបានស្លាប់ទីបំផុតឯងគឺហ៊ានបង្ហាញខ្លួនហើយបើសិនជាឯងនិយាយអញ្ចឹងហើយប្រកាសជាមានកម្រោហើយដូច្នេះចាំនិយាយចេញមកហុកអាមប្រាប់ថាត្រូវហើយគាត់គឺបានដាក់ការរឹតបន្តឹងទៅលើក្រុមអារ៉េកគឺចង់សម្អាតទៅលើក្រុមកូនក្មេងដែលពួកគេបានចាប់យកមកនោះព្រះសង្ឃឈាម
ប្រាប់ថាពួកគេគឺមិនទាន់ខ្លាំងគ្រប់គ្រាន់ឡើយអញ្ចឹងតើឯងចង់ប្រើប្រាស់ក្មេងទាំងអស់នោះយ៉ាងម៉េចទៅហុកអានប្រាប់ថារឿងនេះលោកប្រហែលជាដឹងហើយពួកយើងបានបង្រៀនក្មេងទាំងអស់នោះនៅបច្ចេកទេសបិសាចមួយដែលមានឈ្មោះថាគនយិនបច្ចេកទេសបិសាចនេះត្រូវបានកែប្រែចេញមកពីប្រាសាទសាវលិនបច្ចេកទេសគនយិនបរិសុទ្ធប្រៀបដូចជាការសាកល្បងគណៈពេលដែលវាគ្មានដែនកំណត់ទៅលើសក្តានុពលស្ងប់ស្ងាត់បើសិនបើវាពោពេញទៅដោយសមត្ថភាពនៅពេលបញ្ចេញនោះខួរក្បាលអ្នកប្រើប្រាស់នឹងចាប់ផ្ដើមរលាយហើយវាក៏ជាទីកន្លែងដើម្បីសម្រាប់រឹតបន្តឹងដូចគ្នាដែលអាចជួយអ្នកប្រើប្រាស់នឹងអាចបញ្ចេញសមត្ថភាពបិសាចយ៉ាងពេញលេញប៉ុន្តែចំណុចខ្លាំងរបស់ខ្ញុំគឺជាការគ្រប់គ្រងស្មារតីឬខ្ញុំក៏បានគ្រប់គ្រងការរឹតបន្តឹងដាក់លើពួកគេនោះបន្ទាប់ពីនោះលទ្ធផលដែលគួរឲ្យចាប់អារម្មណ៍នឹងអាចបង្កើតឡើងបើសិនបើយើងប្រើប្រាស់ពួកគេប្រកាសជាអាចសម្លាប់ឃាតករនោះបានហើយប្រសងឈាមតបថាតើឯងប្រកាសទេព្រោះអីឃាតករដែលឯងបាននាំមកនោះសម្លាប់មនុស្សរបស់ពួកយើងអស់ជាច្រើនយើងក៏បានជឿលើឯងពីមុនម្ដងហើយដែរហើយតែនៅពេលនេះយើងអាចជឿលើឯងបានម្ដងទៀតទេហុកអានតបថានៅពេលដែលគាត់ដេញតាមខ្ញុំនោះខ្ញុំគឺមិនបានឃើញមុខគាត់សូម្បីតែម្ដងដែលធ្វើឲ្យខ្ញុំពិបាកទទួលអារម្មណ៍តាក់ទងពីគាត់នោះណានៅពេលនេះខ្ញុំបានត្រៀមខ្លួនឯងរួចហើយដើម្បីស្លាប់ខ្ញុំនឹងភ្នាល់អ្វីគ្រប់យ៉ាងដែលខ្ញុំមាននឹងនៅពេលនេះដូច្នេះសូមលោកក៏ហៅអ្នករាល់គ្នាមកជួបជុំនៅទីនេះមកព្រះសង្ឃឈាមលើបាននេះហើយគាត់ក៏នៅស្ងៀមបន្តិចរួចគាត់ក៏ចាប់ផ្ដើមបញ្ជាឲ្យសិស្សទាំងអស់គ្នានឹងប្រមូលផ្ដុំនៅឯវិមានលូណាបន្ទាប់មកសាយរឿងក៏កាត់មកដល់វិមានលូណានេះយើងឃើញថានៅខាងក្រៅទ្វារនេះក៏បានដាក់អ្វីខ្ទាស់កុំឲ្យអ្នកខាងក្នុងចេញមកដែរឯនៅខាងក្នុងយើងបានឃើញមានប្រសង់ជាច្រើនជាមួយនឹងហុកអាមនិយាយឡើងថាការរៀបចំគឺរួចរាល់ហើយពួកឯងចាប់ចេញមកបន្ទាប់ពីនិយាយចប់យើងក៏បានឃើញមានសមាគមក្មេងចំនួន3នាក់ដើរចូលមកដែលក្មេងខាងលើនោះមានឈ្មោះថាកវីអានក្មេងកណ្ដាលនោះមានឈ្មោះថាអ៊ុនយ៉ូរួចក្មេងនៅមុខគេនេះមានឈ្មោះថាសូម៉ាហុកអាមនិយាយឡើងថាបន្ទាប់ពីពួកយើងបានស៊ើបអង្កេតអស់រយៈពេលជាយូរយើងដឹងថាឃាតករម្នាក់នោះគឺស្ថិតនៅក្នុងចំណោមពួកយើងដូច្នេះហើយទើបនៅពេលនេះពួកយើងមកប្រមូលផ្ដុំគ្នានៅមួយកន្លែងអញ្ចឹងគឺមានន័យថាឃាតករក៏ស្ថិតនៅក្នុងចំណោមពួកយើងនៅទីនេះផងដែរហើយនៅពេលនេះខ្ញុំគឺដឹងពីវិធីដើម្បីចាប់និងស្វែងរកឃាតករនោះនៅពេលនេះអ្នកហាត់គុនរបស់ពួកយើងទាំងអស់បានប្រមូលផ្ដុំគ្នានៅមួយកន្លែងដូច្នេះឃាតករម្នាក់នោះគឺមិនអាចនៅរស់បាននោះទេព្រះសង្ឃឈាមសួរថាបើអញ្ចឹងតើឯងចង់ស្វែងរកវានឹងយ៉ាងម៉េចទៅហុកអាមប្រាប់ថាក្មេងទាំង3នាក់នេះគឺនៅរស់បន្ទាប់ពីការរឹតបន្តឹងរបស់គាត់បន្ទាប់ពីឆ្លងផុតការរឹតបន្តឹងនោះពួកគេនឹងទទួលបានសមត្ថភាពកវីអានក្មេងនេះគឺអាចមើលឃើញលំហូរថាមពលបានចាប់តាំងពីសិល្បៈក្បាច់គុនរបស់ពួកយើងនឹងគឺមានលំហូរចម្លែកដូច្នេះនាងគឺអាចមើលឃើញលំហូរថាមពលណាដែលខុសពីពួកយើងហើយនេះគឺជាអ៊ុនយ៉ូនាងបាត់បង់ការមើលឃើញរបស់នាងប៉ុន្តែញាមផ្សេងទៀតរបស់នាងត្រូវបានអភិវឌ្ឍឡើងយ៉ាងខ្លាំងព្រះសង្ឃឈាមលើបានមិនហើយនិយាយឡើងថាអស្ចារ្យណាស់ពួកយើងនឹងប្រើប្រាស់កវីអានដើម្បីកំណត់ទីតាំងឃាតករនោះរួចពួកយើងនឹងប្រើប្រាស់អ៊ុនយ៉ូដើម្បីសួរព័ត៌មានពីវាត្រូវហើយចុះក្មេងម្នាក់នេះវិញវាគឺមានសមត្ថភាពអ្វីហុងអាមប្រាប់ថាគ្មានអ្វីពិសេសនោះទេគាត់គឺគ្រាន់តែមានចេតនាសម្លាប់ខ្ពស់ហើយខ្ញុំក៏មិនទាន់ដឹងពីសមត្ថភាពពិតប្រាកដរបស់ក្មេងប្រុសម្នាក់នេះដែរប៉ុន្តែក្មេងនេះគឺអាចនៅរស់បន្ទាប់ពីការរឹតបន្តឹងរបស់ខ្ញុំអ្វីដែលក្មេងនេះគិតឃើញគឺជាការសម្លាប់ទៅលើអ្នកដទៃព្រះសង្ឃឈាមតបថាបើអញ្ចឹងនេះគឺជាការបរាជ័យមួយហើយព្រោះអីតាំងពីដើមឡើយមហាសំណាក់ប្រាសាទរន្ទះនឹងគឺមិនខ្វះមនុស្សដែលមានចេតនាសម្លាប់ខ្លាំងនោះទេបើអញ្ចឹងគួរតែចាប់ផ្ដើមតាមស្វែងរកឃាតករម្នាក់នោះទៅហុកអាមគិតថាក្មេងនេះមានចេតនាសម្លាប់ខ្លាំងវាមិនមែនជាទេពកោសល្យដែលទទួលបានបន្ទាប់ពីការរឹតបន្តឹងរបស់គាត់ទេខ្ញុំជឿថាវាប្រហែលជាមានឥទ្ធិពលលើសពីនេះថាតើសមត្ថភាពរបស់ក្មេងនេះអាចជាអ្វីដែរទៅរួចគាត់ក៏ប្រាប់ឲ្យសូម៉ានឹងទៅតាមស្វែងរកឃាតករដែរទៅប៉ុន្តែក្មេងហ្នឹងគឺមិនយល់ស្របមកទេរួចយើងឃើញថាកវីអាននិងអ៊ុនយ៉ូនឹងបានតាមស្វែងរកមនុស្សឡើងពេញយ៉ាងហើយកវីអាននិយាយឡើងថាមិនមែននៅទីនេះទេម្នាក់នេះក៏មិនមែនដែរមើលទៅគ្មានអ្វីទាល់តែសោះដែលស្ថិតនៅក្នុងទីនេះហុកអាមលើសំបីក្មេងនោះដូច្នេះគឺមានការផ្ញើផ្អើលមែនទែនសូម្បីតែព្រះសង្ឃដែលអង្គុយនៅទីនេះក៏គិតថាមើលទៅក្មេងនោះប្រហែលជាមើលមិនបានគ្រប់មនុស្សឡើយព្រះសង្ឃឈាមលើដូច្នេះគឺខឹងសប្បាយមែនទែនហើយក៏និយាយឡើងថាក្រែងឯងបានធានាហើយឬថានឹងអាចស្វែងរកឃាតករនោះបានហុកអាមប្រាប់ថាគ្មានផ្លូវនោះទេដែលក្មេងនោះគិតខុសប្រហែលជាឃាតករមិននៅទីនេះទេវាប្រហែលជាលាក់ខ្លួននៅទីកន្លែងណាមួយហើយភ្លាមនោះសូម៉ានិយាយឡើងថាបើគិតទៅគាត់គឺអង្គុយនៅទីនេះនឹងឯងនិយាយរួចសូម៉ាក៏សួរទៅខាងលើនៅជិតព្រះសង្ឃឈាមតែម្ដងរួចគាត់ក៏បាននិយាយទៅកាន់ព្រះសង្ឃម្នាក់ថាលោកគឺបានអង្គុយនៅទីនេះយូរហើយម្នាក់នេះគឺជាមនុស្សដែលពួកយើងនឹងកំពុងតែស្វែងរកគឺជាលោកតាអ្វីដែលខ្ញុំនិយាយនេះត្រឹមត្រូវដែរឬទេឯខ្យល់បោដែលកំពុងតែបន្លំខ្លួននឹងក៏រៀងផ្ចាប៉ាផងដែរភ្លាមមកដែរសូម៉ាសួរថាតើខ្ញុំអាចសម្លាប់គាត់បានដែរទេរួចក្មេងនេះនិយាយពាក្យនេះដដែលសោចដាងប្រៀបដូចជាមនុស្សឈួតអញ្ចឹងភ្លាមនោះនាងក៏និយាយឡើងថាខ្ញុំនឹងសម្លាប់គាត់ហើយគ្រាន់តែនិយាយរួចកងដែលជាប់អង្គរបស់គាត់នឹងស្រាប់តែដាច់ចេញតែម្ដងដែលវាបានបង្កើតជាកងជាច្រើននៅជុំវិញខ្លួនក្មេងនោះហើយសូម៉ាក៏ចាប់ផ្ដើមប្រើប្រាស់កងទាំងអស់នោះវាបានទៅលើរាងកាយភ្ជវោដែលនាងបានកាត់ផ្ដាច់រាងកាយដែលជាព្រះសង្ឃនោះចេញរួចភ្លាមនោះរាងកាយពិតប្រាកដដែលជាភ្ជវោនឹងក៏បង្ហាញខ្លួនឡើងភ្ជវោមើលទៅកាន់ក្មេងនោះជាមួយនឹងទឹកមុខធម្មតាមែនទែន
សូម៉ាសោចឡើងរួចនិយាយថាមើលទៅខ្ញុំវាយលោកមិនត្រូវទេហុកអាមឃើញខ្យល់វ៉ហើយគិតថាតានេះមែនទេជាឃាតករដែលដេញតាមគាត់នោះក្រែងម្នាក់នេះគឺជាម្ចាស់វិមានក្លិនក្រអូបរាប់ពាន់អីចំណែកសូម៉ាក៏ចាប់ផ្ដើមវាផាទៅទៀតរួចក៏និយាយឡើងថាវាពិតជាចម្លែកណាស់សូម៉ាសួរឡើងថាហេតុអីបានជាខ្ញុំវាលោកមិនត្រូវទាំងដែលលោកនឹងគឺមិនផ្លាស់ទីទាត់តែសោះចំណែកកវីអានឃើញរឿងបែបនេះហើយគិតថាគាត់គឺមិនដែលឃើញរឿងបែបនេះពីមុនមកទេដែលនាងដឹងថាខ្យល់វ៉នឹងគឺមិនមែនអង្គុយស្ងៀមតែម្ដងនោះទេដែលខ្យល់វ៉ប្រើប្រាស់ខ្សែរបស់គាត់នឹងដើម្បីគេចពីការវាផារបស់សូម៉ាបើគិតមើលទៅរឿងបែបនេះវាគឺមិនអាចទៅរួចឡើយប៉ុន្តែយើងឃើញថារាល់អាវុធរបស់សូម៉ានឹងត្រូវខ្សែរបស់ខ្យល់វ៉រារាំងទាំងអស់ពេលមកដែរខ្យល់វ៉ក៏ចាប់ផ្ដើមធ្វើសកម្មភាពដែលគាត់ប្រើខ្សែរបស់គាត់នឹងចងអាវុធរបស់សូម៉ាឲ្យនៅមួយទីកន្លែងរួចក៏សួរទៅកាន់សូម៉ាថាតើឯងនឹងគឺមានឈ្មោះអ្វីសូម៉ាប្រាប់ឈ្មោះរបស់គាត់ទាំងមានភាពភ្ញាក់ផ្អើលខ្យល់វ៉សួរបន្តតើបងប្រុសរបស់ឯងមានឈ្មោះថាអាម៉ាយ៉ងមែនទេសូម៉ាឮហើយក៏សួរថាតើលោកស្គាល់បងប្រុសរបស់ខ្ញុំដែរឬខ្យល់វ៉ប្រាប់ថាយើងបានជួបគាត់នៅភូមិដែលឯងធ្លាប់រស់នៅកាលពីពេលមុនជាមួយនឹងឪពុកម្ដាយរបស់ឯងភ្លាមនោះព្រះសង្ឃឈាមស្រែកដាក់ទៅកាន់ខ្យល់វ៉ទាំងកំហឹងរួចក៏ប្រាប់ទៅកាន់កូនចៅខ្លួនថាតើពួកឯងនឹងនៅឈរមើលធ្វើអ្វីទៀតពួកឯងបញ្ញាប់សម្លាប់ឃាតករម្នាក់នេះចោលទៅភ្លាមនោះខ្យល់វ៉ក៏បញ្ចេញអណ្ដាតភ្លើងពិតព្រមទាំងប្រាប់ទៅកាន់អ្នកជុំវិញខ្លួននោះថាយើងគឺមានអណ្ដាតភ្លើងពិតមួយនេះឆាបចេញពីផ្លូវរបស់យើងទៅរួចភ្លាមនោះខ្យល់វ៉ក៏ឲ្យសូម៉ានឹងបញ្ញាប់លោតឡើងបន្ទាប់ពីសូម៉ាលោតហើយខ្យល់វ៉ក៏ជះអណ្ដាតភ្លើងពិតនឹងចេញទៅយើងឃើញថាតែមួយផ្លែតនោះទេវិមានទាំងមូលនឹងគឺត្រូវបានភ្លើងឆាបឆេះឡើងពេញនឹងហើយភ្លើងនេះក៏ដុតកំឡោយទៅកាន់មនុស្សដែលនៅជុំវិញទីនេះផងដែរមនុស្សទាំងអស់គឺចាប់ផ្ដើមច្បោកច្បល់ហើយប៉ុន្តែពួកគេនៅតែចង់សម្លាប់ខ្យល់វ៉យើងចំណែកប្រសងឈាមក៏បានឃើញនឹងលើពីសម្ដែងសិស្សរបស់ខ្លួនថាភ្លើងក៏ឆេះរាងកាយហើយគាត់គិតថាតើនេះមិនមែនជាភ្លើងប្រភពដើមទេមែនទេហេតុអីបានជាម្នាក់នោះអាចធ្វើរឿងបែបនេះបានលើពីនេះឃាតករក៏បានបន្លំខ្លួននៅជិតគាត់ទៀតផងដឹងពីរឿងបែបនេះហើយគឺធ្វើឲ្យគាត់នឹងមានការខឹងសម្បារមែនតើចំណែកខ្យល់វ៉និយាយទៅកាន់សូម៉ាថាឪពុករបស់ឯងនិងបងរបស់ឯងស្នើសុំឲ្យយើងជួយឯងទៅវិញសូម៉ាសួរថាតើពួកគេទាំងពីរនោះនៅរស់ទេឬខ្ញុំរីករាយណាស់ដែលពួកគេនោះមិនទាន់ស្លាប់ព្រោះអីខ្ញុំនៅចងចាំនៅឡើយនៅពេលដែលខ្ញុំបានកាត់ដៃឪពុករបស់ខ្ញុំធ្វើបែបនោះគឺមិនចង់ឲ្យខ្លួនឯងស្លាប់រួចឪពុករបស់ខ្ញុំគាត់ប្រហែលជាឈឺចុកចាប់ខ្លាំងណាស់ហើយរួចគាត់គឺមិនចង់បង្កបញ្ហាឲ្យមកកាន់ខ្ញុំបន្ថែមទៀតនោះទេរួចសូម៉ាសួរថាបើអញ្ចឹងតើលោកចង់ចាក់ចែងពីកន្លែងនេះបានយ៉ាងដូចម្ដេចខ្យល់វ៉តបថាអត់ទេយើងមកទីនេះមិនមែនគ្រាន់តែមកជួយឯងតែប៉ុណ្ណោះឡើយព្រោះតែយើងមកទីនេះដើម្បីសម្លាប់ពួកគេទាំងអស់នោះចោលសូម៉ាសួរថាសម្លាប់ពួកគេទាំងអស់នោះឬប៉ុន្តែពួកគេគឺមានចំនួនច្រើនណាស់ខ្យល់វ៉ឆ្លើយថាត្រូវហើយសូម៉ានិយាយទាំងរំភើបថាពួកគេទាំងអស់ឬគាត់ក៏ចាប់ដើមសើចឡើងតិចៗបន្ទាប់មកក៏ផ្ទុះសំណោចដូចជាមនុស្សឈួតអញ្ចឹងដោយនិយាយថាសម្លាប់ពួកគេទាំងអស់នោះត្រូវហើយបើអញ្ចឹងខ្ញុំក៏ចង់ចូលរួមជាមួយនឹងលោកដែរខ្ញុំក៏ចង់សម្លាប់ពួកគេនោះទាំងអស់ហុកអាមលើហើយសួរថាសូម៉ាតើឯងចង់ក្បត់ពួកយើងមែនទេសូម៉ាតបថាក្បត់ឬតែពេលណាទៅដែលខ្ញុំនិយាយថាជាកូនចៅលោកនោះព្រោះអីពួកយើងប្រៀបដូចជាទេសករបំរើពួកលោកតែប៉ុណ្ណោះចំណែកឯក្មេងស្រីពីរនាក់នេះវិញក៏សុខចិត្តចូលរួមជាមួយនឹងសូម៉ាផងដែរហុកអាមលើដូច្នេះគឺភ្ញាក់ផ្អើលមែនតើវីអានិយាយថាពួកយើងក៏មិនចងចាំគ្រួសាររបស់ពួកយើងដូចជាសូម៉ាដែរប៉ុន្តែពួកយើងគឺមិនភ្លេចនោះទេនៅអ្វីដែលពួកគេបានធ្វើដាក់មកលើពួកយើងហុកអាមលើហើយគឺខឹងជាមួយនឹងកូនក្មេងទាំងអស់នេះមែនតើរួចក៏ចង់ប្រើប្រាស់ធម៌ពលរបស់វាប៉ុន្តែក៏ត្រូវបានខ្សែរបស់ខ្យល់វ៉នឹងគឺចងដៃជាប់រួចខ្យល់វ៉និយាយថាឯងកុំហ៊ានប៉ះកូនក្មេងឲ្យសោះហើយហុកអាមគឺឈឺចុកចាប់មែនតើនៅពេលដែលត្រូវបានខ្សែខ្យល់វ៉នឹងគឺរត់ដៃរួចខ្យល់វ៉បន្តថាវាគឺមិនទាន់ដល់ពេលវេលារបស់ឯងនៅឡើយទេហើយយើងក៏បានឃើញថាមានព្រះសង្ឃជាច្រើនត្រូវបានភ្លើងរបស់ខ្យល់វ៉មុននឹងគឺដុតកំឡោចរួចព្រះសង្ឃឈាមបានត្រឹមតែឈរមើលនៅអ្វីដែលបានកើតឡើងតែប៉ុណ្ណោះគាត់បានមើលទៅកាន់កូនសិស្សរបស់គាត់ដែលត្រូវបានស្លាប់យ៉ាងអណយអធមភ្លាមនោះព្រះសង្ឃម្នាក់ក៏ប្រាប់ថាភ្លើងគឺកាន់តែឆេះខ្លាំងឡើងហើយពួកយើងគួរតែចាក់ចេញពីទីនេះសិនព្រះសង្ឃឈាមតបថាយើងមិនទៅណាទាំងអស់បើសិនបើគ្មានឃាតករនេះកូនសិស្សរបស់យើងក៏មិនត្រូវបានសម្លាប់ដោយគ្មានធម៌មេត្តាអញ្ចឹងផងដែរប៉ុន្តែព្រះសង្ឃនោះប្រាប់ថាបើពួកយើងមិនចាក់ចេញទេប្រកាសជាត្រូវភ្លើងនេះឆេះដែរហើយរួចពួកយើងគឺអាចទទួលបានសិស្សនៅពេលក្រោយទៀតវាមិនទាន់យឺតពេលនោះទេដែលទុកឲ្យឃាតករនោះនៅមានជីវិតព្រះសង្ឃឈាមលើបែបនេះហើយក៏កាន់តែខឹងសម្បាបន្ថែមទៀតរួចក៏គិតឡើងថាហុកអាមប្រាប់ថាវាបានគ្រប់គ្រងស្មារតីក្មេងទាំងអស់នោះហើយប៉ុន្តែក្មេងទាំងអស់នោះបានជាក្បត់ពួកយើងទៅវិញរួចវាពិតជាក្លាហានណាស់ដែលហ៊ានមកបំផ្លាញទីកន្លែងរបស់យើងហើយព្រមនោះគាត់ក៏ចាប់ផ្ដើមបញ្ចេញសិល្បៈក្បាច់គុនរបស់គាត់ដោយនិយាយឡើងថាយើងមិនទៅណានោះទេយើងត្រូវតែសម្លាប់ពួកវាទាំងអស់នេះជាមុនសិនរួចតិចនិចដែលគាត់បានបង្កើតឡើងមួយនេះក៏បានបញ្ចេញទៅជាចំហាយធម្មពលនាគមួយចំហាយធម្មពលនាគនោះហោះសម្បាយ៉ាងលឿនទៅរករាង
កែខ្យល់វរួចភ្លាមនោះខ្យល់វក៏កលេចមើលទៅកាន់ចំហាយធម្មពលនេះនោះបន្តិចបន្ទាប់មកទីកន្លែងនោះទាំងមូលក៏ស្រាប់តែផ្ទុះឡើងយ៉ាងខ្លាំងបន្តិចក្រោយមកចំហាយធម្មពលដែលបានបំផ្ទុះមួយនេះក៏រសាត់បាត់ទៅយើងឃើញថាប្រសងឈាមមិនគឺនៅឈរធម្មតានោះទេប៉ុន្តែខ្យល់វជាមួយនឹងក្មេង3នាក់ទៀតគឺមិនឃើញឡើយភ្លាមមកដែរប្រសងឈាមក៏និយាយឡើងថាតើពួកគេនោះទៅណាបាត់ហើយរួចគាត់ក៏សម្លឹងមើលទៅកាន់ទីកន្លែងជុំវិញខ្លួនប៉ុន្តែនៅតែមិនឃើញអញ្ចឹងតើមនុស្សមួយក្រុមនោះបាត់ទៅណាបាត់ហើយប្រសងម្នាក់និយាយឡើងថាអាចទេដែលអាមាធម្មពលលោកខ្លាំងពេកគឺធ្វើឲ្យពួកគេនោះមិនសល់រាងកាយប្រសងឈាមតបថាអត់នោះទេវាគឺនៅរស់នៅឡើយបញ្ញាប់ឡើងបញ្ញាប់ទៅស្វែងរកពួកវាឲ្យលឿនដែលយើងគឺត្រូវតែសម្លាប់វាដោយដៃរបស់យើងទាំងពីរដោយផ្ទាល់នៅខាងនេះយើងឃើញថាខ្យល់វជាមួយនឹងក្មេងដទៃទៀតហ្នឹងគឺកំពុងតែភៀសខ្លួនចំណែកអ្នកតាមស្វែងរកនេះក៏បានប្រទះឃើញមានដានឈាមផងដែររួចពួកគេក៏បានប្រមូលផ្ដុំគ្នានៅទីកន្លែងមួយដែលជាទីកន្លែងដែលពួកគេបានប្រទះឃើញដានឈាមមុននេះបន្ទាប់ពីឃើញឈាមនេះហើយអ្នកខ្លះក៏និយាយឡើងថាមើលទៅប្រកាសជាមានរបួសធ្ងន់ហើយពួកយើងក៏បានបញ្ជូនមនុស្សចូលទៅខាងក្នុងបន្តិចទៀតប្រកាសជានាំយកពួកគេនោះមកវិញប្រសងឈាមតបថាអត់នោះទេយើងនឹងចូលទៅខាងក្នុងដោយខ្លួនឯងចំណែកហុកអាមដឹងថាទីកន្លែងដែលខ្យល់វចូលទៅនេះគឺជាវិមានច្បាប់គាត់និយាយឡើងថាហេតុអីបានជាពួកគេចូលទៅខាងក្នុងនេះទៅវិញបន្ទាប់មកគាត់ក៏គិតទៅដល់នៅខាងក្រោមវិមានច្បាប់នេះតើវាអាចទេដែលជាទីកន្លែងផលិតថ្នាំពុលនោះហើយហុកអាមក៏និយាយឡើងថាអត់នោះទេវាគឺគ្រោះថ្នាក់ណាស់ដែលពួកយើងចូលទៅខាងក្នុងព្រោះនោះគឺជាទីកន្លែងដែលប្រសងរបស់ពួកយើងនឹងធ្វើការផលិតថ្នាំពុលចំណែកនៅខាងក្នុងនេះវិញយើងក៏បានឃើញមានផ្សែងពុលបានសាយភាយយ៉ាងខ្លាំងរួចព្រះសង្ឃដែលស្រូបយកជាតិពុលទាំងអស់នេះក៏ចាប់ផ្ដើមប្រតិកម្មរួចទម្រាំដែលពួកគេដឹងថានេះគឺជាជាតិពុលគឺយឺតពេលបាត់ទៅហើយភ្លាមនោះព្រះសង្ឃឈាមនិងអ្នកដទៃទៀតក៏ធ្វើរមាចូលមកដល់ផងដែរបន្ទាប់ពីឃើញរឿងបែបនេះពួកគេក៏បញ្ញាប់ប្រាប់គ្នាថាគឺមិនត្រូវរកដង្ហើមនោះទេភ្លាមមកដែរព្រះសង្ឃឈាមក៏យកជើងរបស់គាត់ជន់ទៅខាងក្រៅបន្តិចរួចគាត់ក៏ចាប់ផ្ដើមស្រូបយកជាតិពុលទាំងអស់នោះដាក់ចូលនៅក្នុងដៃព្រះសង្ឃដទៃទៀតនិយាយឡើងថាឥឡូវពួកយើងគឺអាចដកដង្ហើមបានហើយព្រោះអីព្រះសង្ឃឈាមគឺបានគ្រប់គ្រងជាតិពុលទាំងអស់នោះព្រោះយើងឃើញថាព្រះសង្ឃឈាមមិនគឺគាត់ខិតខំប្រឹងទប់មែនតើប៉ុន្តែភ្លាមនោះព្រះសង្ឃដែលនៅខាងក្រៅគាត់ទាំងអស់ហ្នឹងស្រាប់តែព្រះកែហ្នឹងគឺថាជ្រុះពីកោទាំងអស់តែម្ដងព្រះសង្ឃឈាមនិយាយឡើងថាតើមានរឿងអ្វីកើតឡើងហ្នឹងរួចយើងក៏បានឃើញថាក្មេងទាំង3នាក់នោះដើរចេញមកសូម៉ានិយាយឡើងថាបើគិតទៅរឿងទាំងអស់នេះកើតឡើងដោយអ្វីដែលគាត់និយាយពិតមែនរួចសូម៉ាសើចឡើងព្រមទាំងបន្តថាពួកយើងក៏បានរងចាំលោកយូរណាស់ហើយភ្លាមនោះខ្សែរឿងគឺការថយមកខាងក្រៅបន្តិចនៅពេលដែលភៀសខ្លួននោះសូម៉ាសួរទៅកាន់ខ្យល់វថាតើខ្ញុំអាចសម្លាប់ពួកគេនោះបានទេខ្យល់វប្រាប់ថាអាចប៉ុន្តែឯងត្រូវតែស្ដាប់បង្គាប់រួចខ្យល់វក៏បានបោះឈាមប្រមាណអាម៉ាក់ទៅលើដីហើយខ្យល់វបន្តថាពួកគេនឹងដេញតាមយើងដោយសារពួកគេគិតថាឈាមនោះគឺជាឈាមរបស់យើងដោយពួកគេមិនបានដឹងពីរឿងនេះពួកគេនឹងត្រូវស្លាប់ទាំងអស់ហើយយើងគឺមិនអោយពួកគេនោះស្លាប់ដល់ងាយស្រួលពេកនោះទេពួកយើងនឹងនាំពួកគេទៅទីកន្លែងដែលមានជាតិពុលដើម្បីសម្លាប់ចោលសូម៉ាសួរថាហើយពេលហ្នឹងខ្ញុំគឺអាចកម្ចាត់ពួកគេបានឬអត់ខ្យល់វប្រាប់ថាមិនមែនទាំងអស់នោះទេព្រោះអីមនុស្សមួយចំនួននឹងត្រូវស្លាប់ដោយជាតិពុលហើយគឺមិនត្រូវចំណាយកម្លាំងអបិយោជាមួយនឹងកូនចៅនោះទេរួចយើងមកបានប្រាប់ឯងទេមែនទេថាពួកគេនោះគឺមានមនុស្សច្រើនណាស់រួចយើងបានរងចាំពេលវេលាមួយនេះបានមកដល់ធ្វើអ្វីតាមយើងប្រាប់រងចាំបន្តិចទៀតយើងនឹងឲ្យឯងកម្ចាត់ពួកគេទាំងអស់នោះសូម៉ាលើសំដីខ្យល់វដូច្នេះគឺសប្បាយចិត្តមែនតើបន្តមកខ្សែរឿងគឺការមកដល់ពេលបច្ចុប្បន្ននេះវិញសូម៉ានិយាយឡើងថាខ្ញុំមិនខ្វល់ថាខ្ញុំត្រូវស្លាប់ឬអត់នោះទេខ្ញុំគឺត្រូវតែសងសឹកហើយចូលចំពោះឯង2នាក់វិញក្មេងស្រី2នាក់នោះតបថាពួកយើងក៏ដូចគ្នាដែរសូម៉ាលើដូច្នេះក៏សើចឡើងរួចនិយាយថាល្អណាស់បើអញ្ចឹងទៅហើយពួកយើងកម្ចាត់ពួកគេទាំងអស់នោះចោលតែម្ដងទៅព្រះសង្ឃឈាមឃើញរឿងបែបនេះហើយគឺមានការផ្សាបាមែនតើប៉ុន្តែនៅក្នុងចិត្តគិតថាឲ្យពួកក្មេងហ្នឹងសប្បាយចិត្តសិនទៅនៅពេលដែលគាត់ដោះស្រាយជាតិពុលនេះហើយគាត់នឹងចាត់ការក្មេងទាំងអស់នោះតែម្ដងរួចគាត់ក៏ចង់ប្រើប្រាស់ភ្លើងដល់ទេវភាពដើម្បីដុតបំផ្លាញជាតិពុលមួយនេះរួចគាត់ក៏ចាប់ផ្ដើមប្រមូលផ្ដុំធម្មពលដាក់ចូលទៅក្នុងដៃគាត់ហើយនៅពេលដែលក្មេងៗរត់ចូលទៅគាត់ក៏និយាយឡើងថាវារួចហើយរួចព្រះសង្ឃឈាមក៏ស្រែកឡើងថាដល់ពេលដែលពួកឯងទាំងអស់គ្នាត្រូវស្លាប់ហើយបន្ទាប់មកធម្មពលដែលគាត់បានប្រមូលផ្ដុំមួយនេះក៏ផ្ទុះឡើងយ៉ាងខ្លាំងក្លាដែលអំណាចធម្មពលភ្លើងនេះក៏សាយភាយលើចេញឡើងមកដល់ខាងលើទៀតផងនៅពេលដែលសារភាពស្ងប់ស្ងាត់ទៅហុកអាមសួរឡើងថាតើមានរឿងអ្វីកើតឡើងហ្នឹងរួចពួកគេឃើញត្រឹមតែវត្តមានរបស់ព្រះសង្ឃឈាមតែប៉ុណ្ណោះហុកអាមឃើញដូច្នេះក៏ប្រាប់ឲ្យសិស្សទាំងអស់គ្នានឹងចូលទៅខាងក្រោមដើម្បីជួយគាត់ព្រះសង្ឃទាំងអស់នោះចូលទៅដល់ក្រោមក៏សួរថាតើពួកយើងឈ្នះហើយឬប៉ុន្តែព្រះសង្ឃឈាមគិតថាអំណាចដែលគាត់បានបញ្ចេញមុននេះគឺខ្លាំងមែនតើប៉ុន្តែធូលីដែលសាយភាយមុននឹងគួរតែរសាត់អស់ហើយប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តទៅវិញហើយភ្លាមនោះវត្តមានរបស់សូម៉ាក៏បានបង្ហាញខ្លួនឡើងនៅចិត្តគាត់តែសូម៉ាបានស្ទុះទៅសម្រាប់ព្រះសង្ឃដែលនៅខាងក្រោយព្រះសង្ឃឈាមនោះតែម្ដងរួចសូម៉ាបន្តសម្ដៅទៅរកព្រះសង្ឃជាច្រើនទៀតដែលនៅខាងក្រោយនោះពួកគេឃើញដូច្នេះក៏បានបញ្ចេញក្បាច់គុណរបស់ពួកគេនឹងដើម្បីវាយប្រហារផងដែរប៉ុន្តែក៏មានដៃចាក់ទម្លុះកព្រះសង្ឃនោះបាត់ហើយ
សូម៉ានៃឡើងទាំងសមាជិកថាម្នាក់នេះគឺជារបស់ខ្ញុំគួយអានប្រាប់ថាវត្តមានរបស់ពួកគេគឺមានច្រើនទៀតសូម៉ាលើដូច្នេះក៏សើចឡើងព្រមទាំងថតថាត្រូវហើយរួចសូម៉ាបន្តសើចទៀតដូចជាមនុស្សឈួតដែលសមាជិកខ្លាំងណាស់អញ្ចឹងចំណែកឯក្មេងពីរនាក់ទៀតក៏បន្តសម្រាប់ទៅកាន់ព្រះសង្ឃទាំងអស់នោះព្រះសង្ឃឈាមឃើញរឿងដែលបានកើតឡើងដូច្នេះគឺខឹងសម្បាមែនតែនប៉ុន្តែភ្លាមនោះខ្សែរបស់ភ្ជាប់វោបានតែតាក់កគាត់បាត់ទៅហើយគាត់ដឹងដូច្នេះក៏បានប្រើធម្មពលដើម្បីកាត់ផ្ដាច់ខ្សែទាំងអស់នោះភ្ជាប់វោដឹងដូច្នេះក៏បានបញ្ជាអាវុធរបស់គាត់ឲ្យសម្បើទៅវិញម្ដងប៉ុន្តែក៏ត្រូវបានធម្មពលរបស់ព្រះសង្ឃឈាមនឹងគឺរារាំងជាប់ដោយគាត់ក៏និយាយទៅកាន់ភ្ជាប់វោថាល្បិចបែបនេះគឺគ្មានប្រយោជន៍នោះទេចំពោះយើងហើយព្រះសង្ឃឈាមក៏កំណត់ទីតាំងរបស់ភ្ជាប់វោឃើញមិនឲ្យខាតពេលយូរគាត់ក៏បានឈ្មោះសម្បើទៅរកទីកន្លែងមួយនោះតែម្ដងដែលសម្បើចូលទៅជាមួយនឹងធម្មពលដែលមាននៅក្នុងកម្មាប់ដៃរបស់គាត់យើងដឹងហើយតែឯងលាក់ខ្លួននៅទីនោះរួចក៏បានវាចេញទៅយ៉ាងពេញទំហឹងភ្ជាប់វោក៏យកដៃទាំងពីររបស់ខ្លួននឹងរារាំងពីកម្មាប់ដៃរបស់ព្រះសង្ឃឈាមមិនរងចាំយូរគាត់ក៏ចាប់ផ្ដើមបញ្ជាអាវុធរបស់គាត់វាបហាទៅលើព្រះសង្ឃឈាមនោះយកតែម្ដងព្រះសង្ឃឈាមឃើញដូច្នេះក៏យកដៃរបស់គាត់ដឹងពីការវាបហារបស់ភ្ជាប់វោរួចដៃម្ខាងទៀតរបស់គាត់នឹងក៏បានរារាំងពីអាវុធភ្ជាប់វោរបស់យើងពីខាងក្រោយផងដែរហើយគាត់ក៏បំផ្លាញអាវុធមួយនោះចោលរួចក៏និយាយឌឺទៅកាន់ភ្ជាប់វោទៀតផងបន្ទាប់មកអ្នកទាំងពីរក៏ថយមកខាងក្រោយរៀងខ្លួនដើម្បីយកឯឡង់នៅពេលភ្លាមនោះដែរភ្ជាប់វោក៏ដកយកអ្វីម្យ៉ាងចេញពីអាវក្រៅរបស់គាត់មើលទៅវាប្រៀបដូចជាខ្សែតីដែលមានមុខមុតស្រួចជាច្រើនអញ្ចឹងរួចនេះគឺជាអ្វីដែលសូឈូបានផ្ដល់មកឲ្យគាត់មុនពេលដែលគាត់ធ្វើរមាមកកាន់ទីនេះភ្លាមនោះភ្ជាប់វោក៏បានកាន់អាវក្រៅរបស់គាត់ជាមួយនឹងខ្សែហ្នឹងរួចគាត់ក៏ចាប់ផ្ដើមក្រវីបញ្ចូលគ្នាតែម្ដងមិនរងចាំយូរភ្ជាប់វោក៏ឈ្មោះសម្បើទៅរកព្រះសង្ឃឈាមភ្លាមរួចភ្ជាប់វោក៏គប់អាវជាមួយនឹងអាវុធរបស់គាត់ហ្នឹងចេញទៅនៅពេលភ្លាមនោះកូនអាវុធទូចៗរបស់គាត់ដែលស្ថិតនៅក្នុងអាវនោះក៏ស្រាប់តែលេចចេញមកវាច្រើនមែនទែនសម្បើទៅរកព្រះសង្ឃឈាមឃើញបែបនេះហើយក៏មានការភ្ញាក់ផ្អើលដែររួចគាត់ក៏បានបញ្ចេញអាម៉ាយរបស់គាត់ដើម្បីបំផ្លាញអាវុធទាំងអស់នោះរួចធម្មពលដែលគាត់វាចេញទៅមុននេះក៏សម្ដៅទៅរកភ្ជាប់វោទៀតផងភ្ជាប់វោឃើញបែបនេះក៏បំលាស់ទីគិតចេញពីការវាបហាមួយនោះរួចភ្ជាប់វោក៏ចាប់ផ្ដើមប្រើប្រាស់អាវុធថ្មីរបស់គាត់ដែលមានឈ្មោះថា Windbreaker ដែលគាត់បានក្រវាចេញទៅយើងឃើញថាមានបំណែកមុតស្រួចជាច្រើនបានសម្បើទៅរកព្រះសង្ឃឈាមព្រាមនោះភ្ជាប់វោក៏និយាយឡើងថាសិល្បៈសម្ងាត់នៃកាយជីងឆេងរលើកដាវទាំង72ដែលវាបានមកកើតជាចំហាយទឹកជាច្រើនរួមព័ទ្ធទៅលើអាវុធតូចៗមុននេះបន្តមកវាក៏បន្តឈ្មោះសម្បើទៅរកព្រះសង្ឃឈាមតែម្ដងព្រះសង្ឃឈាមក៏បញ្ញាប្រើប្រាស់អាមាធម្មពលរបស់គាត់នឹងដើម្បីទប់ទល់ដែលយើងមើលតែការគាត់នឹងគឺខិតខំប្រឹងប្រែងទប់មែនតើហើយនៅពេលភ្លាមនោះដែរចំហាយធម្មពលក៏ផ្ទុះឡើងរួចគាត់ក៏ស្រែកដាំងយ៉ាងខ្លាំងដែលគាត់អាចរារាំងពីការវាបហារបស់ភ្ជាប់វោប៉ុន្តែអាយរបស់គាត់នឹងគឺបានដាច់រហែកអស់រួចគាត់ក៏និយាយទៅកាន់ភ្ជាប់វោទាំងកំហឹងថាមិនអន់នោះទេរួចគាត់ក៏ចាប់ផ្ដើមបញ្ចេញស្នៀតប្រយុទ្ធរបស់គាត់ដែលមានចំហាយនាគភ្លើងមួយនៅពីខាងក្រោយរួចភ្ជាប់វោក៏មានចំហាយរូបពស់ដ៏ធំជាតំណាងផងដែរបន្ទាប់មកគូបរិបត្តិទាំងពីរមកខាងក្រហមមកខាងខៀវពួកគេក៏បានឈ្មោះសម្ដៅរកគ្នាតែម្ដងរួចនៅពេលភ្លាមនោះភ្ជាប់វោក៏នឹកគិតទៅដល់អន្តរិយខ្យល់ដែលគាត់ក៏មានចំហាយរូបរាងនាគខ្យល់មួយផងដែរគាត់គិតថាអ្នកខ្លាំងនៅក្នុងចំណោមអ្នកខ្លាំងដែលគាត់បានធ្លាប់ប៉ះជាមួយវាក៏បានជួយឲ្យស្គីអាសាសៀនរបស់គាត់នឹងរីកចម្រើនមែនទែនបើចង់យកឈ្នះអ្នកខ្លាំងបែបនេះគាត់គួរតែប្រើប្រាស់វិធីសាស្ត្រដែលគាត់មិនធ្លាប់ប្រើប្រាស់ពីមុនមកឬខ្ញុំក៏បានខិតខំប្រឹងប្រែងជាច្រើនដើម្បីទទួលបានវិធីសាស្ត្រថ្មីវាមិនមែនជាសិល្បៈក្បាច់គុននោះទេប៉ុន្តែមានតែខេរករតែប៉ុណ្ណោះដែលអាចធ្វើវាបានរួចនៅពេលនេះវិញពួកគេទាំងពីរនាក់គឺបានមកជិតដល់គ្នាហើយឈ្វោគិតឡើងថាជាការវាបហាភ្លាមដែលយើងបានឃើញព្រះសង្ឃឈាមចាប់ដៃដែលមានកំបិតរបស់ឈ្វោជាប់ដែលគាត់បានទាញដៃឈ្វោរបស់យើងទៅខាងក្រោយឬក៏ចាប់ផ្ដើមវាបហាសម្ដៅទៅតែម្ដងចំណែកឈ្វោក៏កិច្ចពីកំណាប់បាយរបស់គាត់នឹងទាំងផិតផោយដូចគ្នាឈ្វោគិតថាត្រូវតែឲ្យសត្រូវរបស់ខ្លួននឹងធ្លាក់មកដល់ទីកន្លែងដែលជាប្រយោជន៍របស់គាត់ភ្លាមនោះឈ្វោក៏ប្រើប្រាស់បច្ចេកទេសមួយមានឈ្មោះថា Sweep Mind ប៉ុន្តែនៅក្នុងចិត្តក៏គិតថានេះគឺប្រជាគ្រោះថ្នាក់ពេកហើយចំណែកឯព្រះសង្ឃឈាមមួយវិញគាត់ក៏បានជារាយរបស់គាត់ម្ដងទៀតរួចក៏បានមកសម្ដៅទៅរកឈ្វោសារជាថ្មីឈ្វោគិតថានៅពេលដែលគាត់កាន់តែនៅចិត្តសត្រូវវាគឺកាន់តែគ្រោះថ្នាក់រួចឈ្វោក៏កិច្ចពីការវាបហាមនុស្សសម្ដៅទៅរកព្រះសង្ឃឈាមរួចឈ្វោក៏ចង់ប្រើប្រាស់តែមួយក្បាច់នោះទេផ្ដួលព្រះសង្ឃឈាមនេះតែម្ដងប៉ុន្តែវាតម្រូវឲ្យគាត់នឹងចូលទៅចិត្តសត្រូវឲ្យបានខ្ញុំបានប្រើប្រាស់ Soul Reaper ដើម្បីបន្លំភ្នែកគាត់ថាគាត់បានវាបហាមកលើខ្ញុំត្រូវហើយធ្វើខ្ញុំនឹងគឺមានរបួសខ្ញុំដឹងថាល្បិចមួយនេះវាគឺមិនងាយស្រួលក្នុងការបោកគាត់ទេរួចពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមវាបហាគ្នាទៅវិញទៅមកឈ្វោដឹងថាម្នាក់នេះមិនមែនជាមនុស្សល្ងងឡើយ Mathol Master ម្នាក់នឹងទទួលបានអារម្មណ៍អ្វីម្យ៉ាងប៉ុន្តែបន្ទាប់ពីខ្ញុំបានចំណាយពេលវេលាជាច្រើននៅក្នុងលំហការកុហកឬអ្វីដែលមាននៅទីនេះមើលទៅយឺតប៉ុន្តែវាគឺជាការពិតអ្នកខ្លាំងនៅក្នុងចំណោមអ្នកខ្លាំងសម្រាប់ខ្ញុំពិបាកមែនទែនបើចង់ដោះស្រាយជាមួយនឹងស្គីអាសាស៊ីនរបស់ខ្ញុំដែលមាននោះដូច្នេះទៅខ្ញុំរៀនបន្ថែមជាមួយនឹងបច្ចេកទេសមួយមានឈ្មោះថា
ក្រមោចនៅរួកែវភ្នែកនិងការដកដង្ហើមការវាយប្រហារគ្រប់យ៉ាងត្រូវបានមើលឃើញទាំងអស់ភ្លាមនោះព្រះសង្ឃឈាមសួរឡើងថាអាល្អិតតើឯងអស់កម្លាំងហើយមែនទេបានជាកម្លាំងរបស់ឯងចុះសោយដូច្នេះទោះបីជាឯងខិតខំយ៉ាងណាក៏ដោយឯងគឺគ្រាន់តែជាអាសាសៀនដែលអត់ប្រយោជន៍មួយតែប៉ុណ្ណោះចៅបោគិតថាវាគឺដល់ពេលវេលាដែលគាត់ទទួលបានជ័យជំនះហើយចំម៉ែព្រះសង្ឃឈាមស្រែកឡើងជាមួយនឹងអមាធម្មពលដ៏អស្ចារ្យដល់ពេលហើយដែលឯងត្រូវងាប់នោះរួចអមាធម្មពលរបស់គាត់ជាច្រើនបានបញ្ចេញទៅសម្ដៅទៅរកចៅបោឃើញបែបនេះហើយគិតថាគាត់គឺត្រូវតែមើលឲ្យច្បាស់ព្រោះអីរាល់ការវាយប្រហារទាំងអស់សុទ្ធតែមានចំណុចខ្សោយគិតបែបនេះរួចចៅបោក៏បានបញ្ចេញកម្លាំងរបស់គាត់វាយបកទៅវិញហើយនៅពេលភ្លាមនោះឈាមជាច្រើនក៏បានលេចចេញមកដែលយើងបានឃើញអាវុធចៅបោចាក់ដើមទ្រូងព្រះសង្ឃឈាមបាត់ទៅហើយរួចគាត់ក៏សួរឡើងថាតើនេះជាអ្វីដែលឯងគ្រោងទុកមែនទេចៅបោតបថានេះគឺជាអ្វីដែលគាត់ត្រូវតែធ្វើរួចចៅបោក៏និយាយឡើងថាការបំផ្លិចបំផ្លាញរាងកាយរួចយើងបានឃើញអមាធម្មពលតូចៗសម្ដៅទៅរកព្រះសង្ឃឈាមហើយវាក៏ចាប់ផ្ដើមបំផ្លាញរាងកាយគាត់តែម្ដងដែលធ្វើគាត់នឹងស្រែកឡើងទាំងភាពឈឺចាប់ចៅបោនិយាយឡើងថាបើលោកប្រើប្រាស់អូរ៉ាដើម្បីការពារវាក៏មិនអាចបញ្ឈប់ការបំផ្លិចបំផ្លាញបានដែររួចយើងក៏បានឃើញរាងកាយព្រះសង្ឃឈាមនឹងគឺបានខ្មៅអ៊ុញបាត់ទៅហើយចៅបោដែលចាក់ចែងពីទីនោះដោយនិយាយថាវាបានបញ្ចប់ហើយដែលមិនសល់ទុករាងកាយដែលគ្មានសាច់គ្មានឈាមតែប៉ុណ្ណោះកូនសិស្សទាំងអស់គឺភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីមានដឹកនាំរបស់ខ្លួននឹងគឺត្រូវបានស្លាប់ពួកគេឃើញដូច្នេះក៏សម្ដៅទៅរកចៅបោដើម្បីសងសឹកដោយពួកគេគិតថាចៅបោគឺអត់កម្លាំងហើយដូច្នេះត្រូវតែសម្លាប់ចោលសូមាឃើញដូច្នេះក៏ស្រែកឡើងថាតើពួកឯងនឹងចង់ទៅណាយើងគឺមិនទាន់ពេញចិត្តនៅឡើយនោះទេប៉ុន្តែនៅពេលភ្លាមនោះសូមាដូចជាដឹងអ្វីម្យ៉ាងនៅពេលភ្លាមនោះដែរនៅខាងលើដូចជាមានអ្វីម្យ៉ាងបានឈួរសម្ដៅចូលមកដែលចំហាយនោះបានរារាំងមិនឲ្យសិស្សទាំងអស់នោះសម្ដៅទៅរកចៅបោបានទេភ្លាមនោះវត្តមានម្នាក់ដែលជាបរិសកាន់ដែរក៏ចូលមកខាងក្រោមរួចម្នាក់នេះគឺគ្មាននរណានោះទេគឺជាគំវូនឹងឯងគំវូសួរទៅកាន់ចៅបោថាតើឯងមិនអីទេមែនទេសម្លាញ់ចៅបោឃើញគំវូមើលដូច្នេះគាត់ក៏ផ្ញើប៉ាដូចគ្នាគំវូប្រាប់ថាគាត់គឺរៀនមកយឺតបន្តិចដោយសារនៅតាមផ្លូវនឹងគាត់គឺបាត់ដានដោយសារតែបែបនេះហើយទៅពិបាកបន្តិចនៅក្នុងការស្វែងរកឯងបើមើលទៅយើងក៏មិនបានមកយឺតផងដែរហើយបើមើលទៅកាន់សារសពនោះប្រហែលជាឯងនឹងគឺយកឈ្នះបានហើយប៉ុន្តែមើលទៅក៏មានអសរដែរដូច្នេះយើងនឹងជួយឯងទៅចុះរួចឯងនឹងគឺអាចនៅបន្តប្រយុទ្ធទៀតបានដែរទេចៅបោបញ្ចេញអាវុធរបស់គាត់រួចប្រាប់ថាយើងបានជំពាក់ឯងមួយគំវូក៏ដកដៃរបស់គាត់រួចនិយាយថាទីបំផុតយើងអាចប្រយុទ្ធជាមួយនឹងឯងបានហើយរួចសាររឿងគឺការមកខាងក្រៅមហាសំណាក់ប្រាសាទរន្ទះវិញយើងបានឃើញហុកអាមសម្លឹងមើលចូលទៅខាងក្រោមគឺជាមហាសំណាក់ប្រាសាទរន្ទះនោះឯងដែលនៅខាងក្រោមនេះមនុស្សរបស់ប្រាសាទរន្ទះហ្នឹងគឺត្រូវបានស្លាប់អស់ហើយគំវូនេះឡើងថាសម្លាញ់នៅពេលនេះពួកយើងបានបញ្ចប់ហើយចៅបោតបថាយើងប្រាប់ឯងហើយពួកយើងមិនមែនជាមិត្តភក្តិទេរួចណាគេគឺជាសម្លាញ់របស់ឯងនោះគំវូតបថាឯងគឺបានជួយសង្គ្រោះកាយអរគុណឯងណាស់នៅពេលនេះនាងត្រឡប់ទៅកាន់ឆេងដូវិញហើយចៅបោនិយាយថាយើងមិនបានបន្សល់ទុកដានអ្វីនោះទេហើយបានជាឯងស្វែងរកទីកន្លែងនេះឃើញតែឯងប្រើបច្ចេកទេសស៊ើបអង្កេតរបស់ឯងមែនទេគំវូតបថាអត់នោះទេប៉ុន្តែខ្ញុំគឺព្យាយាមធ្វើតាមអ្វីដែលឯងធ្លាប់ធ្វើរួចណាមួយក៏មានឧបករណ៍ខ្លះដែលជួយខ្ញុំនឹងធ្វើរមាមកផ្លូវត្រូវផងដែរឬខ្ញុំក៏រីករាយដែរដែលមើលទីនេះមិនយឺតពេលនោះគំវូគិតនៅក្នុងចិត្តថាលក្ខណៈសម្បត្តិរបស់ចៅបោគឺខុសពីពេលមុនដែលធម្មពលរបស់គាត់ជាច្រើនគឺបានថយចុះបើសិនជាខ្ញុំមករៀនយឺតហ្នឹងគាត់ប្រហែលជាអាចនឹងត្រូវស្លាប់ហើយនៅពេលនោះបំណុលរបស់ពួកយើងហ្នឹងគឺមិនអាចដោះស្រាយបាននោះទេខ្ញុំលើថាអ្នកដឹកនាំមហាសំណាក់ប្រាសាទរន្ទះគឺពិតជាខ្លាំងណាស់ប៉ុន្តែខ្ញុំមិនរំពឹងទុកថាចៅបោគឺខ្លាំងដូចជាគាត់នោះទេបើគិតទៅចៅបោអាចឈ្នះមនុស្សដែលខ្លាំងសារក្នុងសារភាពបែបនេះបានចៅបោខ្ញុំពិតជាចង់ដឹងណាស់ថាកម្លាំងរបស់ឯងនឹងគឺខ្លាំងប៉ុណ្ណាទៅហើយគំវូក៏និយាយថាតើពួកយើងត្រឡប់ទៅកាន់ឆេងដូវិញមែនទេចៅបោតបថាអត់ទេព្រោះខ្ញុំមិនទាន់បញ្ចប់ការងាររបស់ខ្ញុំនៅឡើយទេបន្ទាប់មកមហាសំណាក់ប្រាសាទរន្ទះនឹងក៏ត្រូវបានភ្លើងឆាបឆេះចំណែកនៅខាងនេះវិញយើងឃើញថាហុកអាមនឹងគឺកំពុងតែរត់គេចគាត់រត់មិនដាហើយគិតនៅក្នុងចិត្តមិនដាថាតើខ្ញុំគួរតែធ្វើអ្វីទៅនៅពេលនេះសូម្បីតែមហាសំណាក់ប្រាសាទរន្ទះក៏ត្រូវបានបំផ្លាញតែខ្ញុំគួរតែទៅណាទៅព្រាមនោះគាត់ក៏គិតទៅដល់វិមានផូថាឡាត្រូវហើយគិរកោនោះគឺមិនអាចដេញតាមខ្ញុំដល់ទីនោះបានទេព្រោះអីវាគឺមានចម្ងាយឆ្ងាយខ្លាំងណាស់មិនមែនសូម្បីតែគាត់នោះទេដែលគ្មានសមត្ថភាពទៅនោះរួចគ្រាន់តែសប្បាយចិត្តសុកហ្នឹងសូរីភើរបស់ចៅបោគឺបានមកដល់ហើយហុកអាមដឹងដូច្នេះក៏ក្លែកមើលទៅខាងក្រោយគាត់ឃើញថាសូរីភើរបស់ចៅបោហ្នឹងគឺមានឡើងពេញប្រៃបាត់ហើយឃើញបែបនេះគាត់ក៏បន្ថែមល្បឿនរបស់គាត់ដើម្បីរត់គេចប៉ុន្តែសូរីភើរបស់ចៅបោហ្នឹងគឺនៅតែបន្តដេញតាមអញ្ចឹងរួចហុកអាមគឺមិនអាចធ្វើអ្វីបាននោះទេបន្តមកគាត់ក៏លាក់ខ្លួននៅខាងក្រៅដើមឈើដ៏ធំមួយហើយហុកអាមហ្នឹងគាត់សម្រាប់មិនទាន់បាននឹងបាត់ហត់ផងក៏ត្រូវបានសូរីភើរបស់ចៅបោហ្នឹងចងផ្អឹបទៅនឹងដើមឈើបាត់ហើយរួចខ្សែហ្នឹងក៏ចាប់ផ្ដើម
បន្តរត់ករបស់ហុកអាមនិយាយតាំងពីបាក់ថាឲ្យខ្ញុំសុំទោសបើសិនជាលោកចង់បានបែបហ្នឹងហើយសូមបញ្ញត្តិសម្រាប់ខ្ញុំចោលតែម្ដងទៅហើយខ្ញុំគឺសូមអង្វរលោកសូមសម្រាប់ខ្ញុំចោលតែម្ដងចោបោលើហើយក៏ជួនតាមសំណុំពើគឺគ្មានសល់នោះទេជីវិតហុកអាមមុននឹងស្លាប់គិតថាទីបំផុតគាត់គឺមានសេរីភាពហើយបន្តមកសាររឿងគឺកាលមកដល់ពេលព្រឹកព្រលឹមព្រះអាទិត្យក៏ចាប់ផ្ដើមរះឡើងយើងបានឃើញកូនក្មេងទាំង3នាក់នេះគឺកំពុងតែអង្គុយទស្សនាអ្វីម្យ៉ាងក្មេងម្នាក់សួរឡើងថាតើនរណាគេជាអ្នកឈ្នះទៅគវីអានតបថាជាក់ស្ដែងណាស់ខ្យល់វោជាអ្នកឈ្នះពេលនេះយើងឃើញថាខ្យល់វោជាមួយនឹងកុំវោនឹងក៏បានប្រឈមមុខជាមួយគ្នាក្មេងស្រីដែលសួរមួយនេះតបថាប៉ុន្តែកុំវោក៏មិនងាយស្រួលដោះស្រាយដែរបើគិតមើលទៅខ្យល់វោប្រៀបដូចជាម្ជុលដែលមុតស្រួចអញ្ចឹងចំណែកឯកុំវោវិញគាត់ប្រៀបដូចជាញញួរកុំវោសួរឡើងថាតើឯងមានអារម្មណ៍យ៉ាងម៉េចដែរហើយឯងនឹងក៏បានស្ដារកម្លាំងឡើងមកវិញហើយឬនៅខ្យល់វោតបថាអរិយនោះទេនេះគឺជាកម្លាំងពេញរបស់គាត់ហើយកុំវោតបថាល្អណាស់បើអញ្ចឹងមិនថានៅចុងបញ្ចប់នឹងគឺការប្រយុទ្ធយ៉ាងម៉េចទេខ្ញុំនឹងបំភ្លេចនៅអ្វីដែលឯងបានធ្វើទៅដាក់ប្រយ៉ងខ្យល់វោតបថាយើងមិនខ្វល់នោះទេថាឯងនឹងចង់បន្តចាំទៀតឬក៏យ៉ាងម៉េចនោះកុំវោតបថានោះគឺជាចរិតរបស់ឯងប៉ុន្តែយើងមិនមែនអញ្ចឹងនោះទេយើងគឺមិនចង់រស់នៅដែលមិនទាន់បានដោះស្រាយបំណុលហើយនោះទេខ្យល់វោតបថាការរស់នៅបែបនេះពិតជាស្មុគស្មាញណាស់កុំវោតបថាអរគុណឯងហើយដែលព្យាយាមដោះស្រាយបញ្ហារវាងពួកយើងនោះខ្យល់វោតបថាមិនបាច់អរគុណទេអ្វីដែលយើងធ្វើហ្នឹងគឺចង់ស្វែងយល់សូម៉ានិយាយឡើងថាអូមើលទៅការប្រយុទ្ធហ្នឹងគឺចាប់ផ្ដើមហើយភ្លាមនោះអ្នកទាំងពីរក៏ចាប់ផ្ដើមបង្កើតសមរភូមិតែម្ដងប៉ុន្តែខ្សែរឿងគឺមិនបានបង្ហាញការប្រយុទ្ធមុននេះទេដែលខ្សែរឿងគឺកើតមកដល់នៅក្នុងតំបន់ឆេងដូនេះវិញដែលយើងបានឃើញតាចាម្នាក់មើលទៅកាន់សៀវភៅនៅក្នុងនេះដោយនិយាយថាវាជារបស់ល្អដែលតាចាម្នាក់នោះជាមួយនឹងបារងវ័យកណ្ដាលនោះនិយាយគ្នាលេងគឺសប្បាយមែនតើព្រោះយើងក៏បានឃើញបារងសក់លឿងម្នាក់និយាយឡើងថាពិតជាគួរឲ្យធន់ទ្រាំណាស់នៅទីនេះបែរជាមិនមាននារីទាល់តែសោះហើយបំភ្លេចចោលទៅយល់ល្អគួរតែស្វែងរកផ្ទះបូនដើម្បីដើរលេងវិញចាំមើលថាតានៅក្នុងឆេងដូនេះមានអ្វីដែលធ្វើឲ្យគាត់នឹងសប្បាយខ្លះភ្លាមមកដែរគាត់ក៏បានប្រទះឃើញថាមាននារីម្នាក់បានដើរទៅកាន់ជ្រោមម្ខាងហើយបែរនឹងបន្ទាប់ពីសម្លឹងមើលនាងហើយគឺចាប់អារម្មណ៍មែនតើរួចនារីម្នាក់ហ្នឹងធ្វើរមាគឺថាផ្លូវហ្នឹងគឺស្ងប់ស្ងាត់មែនតើដើរមួយផ្លូវដែលនាងដែរហ្នឹងគឺមានតែនាងតែម្នាក់ឯងទេអបិសក់លឿងដែរដេញតាមពីខាងក្រោយហ្នឹងគិតថាតើនាងគឺចង់ទៅណាហ្នឹងរួចយើងក៏បានឃើញថាក្មេងស្រីមួយនេះក៏ធ្វើរមាទៅដល់សំណាក់មួយបន្តមកទ្វារសំណាក់ក៏បានបើករួចនាងក៏បានដើរចូលទៅខាងក្នុងហើយអបិនោះក៏បានឃើញថានាងធ្វើរមាចូលទៅខាងក្នុងផងដែរគាត់គិតថាតើនារីមួយនេះរស់នៅទីនេះមែនទេមើលទៅទីកន្លែងមួយនេះមិនសូវទំនើបប៉ុន្មានទេរួចអបិហ្នឹងក៏ឡើងទៅលើរបងហើយគិតថាមិនអីនោះទេគ្រាន់តែដើរតាមនាងនោះរួចអបិហ្នឹងក៏បានផ្លាស់ចូលមកខាងក្នុងផ្ទះមួយនេះផងដែរគាត់គិតថាហេតុអីបានជាស្ងាត់ម្ល៉េះសូម្បីតែអ្នកយាមម្នាក់គឺគ្មានប៉ុន្តែភ្លាមនោះសូម៉ាក៏បង្ហាញខ្លួនពីខាងក្រោយរួចសួរថាតើលោកជានរណារួចអបិហ្នឹងគ្រាន់តែឃើញកូនក្មេងតែប៉ុណ្ណោះគឺភ្ញាក់បាត់ទៅហើយសូម៉ាគិតថាគ្មានមនុស្សធ្វើរមាមកកាន់ទីកន្លែងនេះរៀងយូរដែរហើយអបិនោះក៏សួរទៅកាន់សូម៉ាថាតើឯងរស់នៅទីនេះមែនទេសូម៉ាតបថាត្រូវហើយអបិនោះសួរថាហើយចូលនារីដែលដើរចូលមកខាងក្នុងមុននេះទៅណាបាត់ហើយប៉ុន្តែបើមើលទៅកាន់ការភ្នែករបស់សូម៉ាមើលទៅជីវិតអបិហ្នឹងដូចជាមិនសូវស្រួលប្រហែលទេសូម៉ានៃឡើងថាគ្រប់ពេលដែលអូនចូលទៅខាងក្រៅតែមានមនុស្សមកតាមបែបនេះវាពិតជាគួរឲ្យរំខានខ្លាំងណាស់បន្តមកសាររឿងគឺការមកដល់ពេលល្ងាចបាត់ហើយយើងបានឃើញថាសូម៉ាហ្នឹងបានហៅទៅកាន់ខ្យល់វោនៅពេលនេះខ្ញុំគឺឃ្លានហើយអាណាទៅអាហារពេលល្ងាចរួចយើងក៏បានឃើញមនុស្សលើកសាកសពចេញពីទីនេះផងដែរមើលទៅគ្មានអាណាគេក្រៅពីអបិសក់ពណ៌លឿងនោះទេខ្យល់វោតបថារងចាំមិនទៅទៀតទៅទីទៀតហ្នឹងគឺរួចហើយរួចឯងហ្នឹងគឺចូលចិត្តនៅទីនេះមែនទេសូម៉ាតបថានេះគឺជាផ្ទះដ៏ល្អសម្រាប់ពួកយើងអូនយ៉ូនិងកវីអានពួកគេគ្មានទីកន្លែងរស់នៅទេហើយណាមួយវាក៏ពិបាកដែរសម្រាប់ខ្ញុំបើចង់ត្រឡប់ទៅកាន់គ្រួសារវិញរួចលោកស្ទីវ៉ាហ្នឹងក៏ល្អដូចគ្នាខ្យល់វោតបថាបើអញ្ចឹងវាគឺល្អហើយសូម៉ាសួរថាតើសម្បត្តិមួយនេះមកពីកូនវូរួចគាត់ហ្នឹងគឺសរសេរអ្វីខ្លះដែរទៅហើយមើលទៅគាត់គឺពិតជាចម្លែកណាស់ហើយបានជាគាត់តែងតែផ្ញើសម្បត្តិមករហូតអញ្ចឹងរួចនៅក្នុងសម្បត្តិនេះសរសេរថាជូនទៅកាន់មិត្តភក្តិជាទីស្រឡាញ់ខ្យល់វោអានតែប៉ុណ្្នឹងនៅទេគឺថាឈប់អានបាត់ហើយសូម៉ាសួរខ្យល់វោថាឈប់អានហើយមែនខ្យល់វោតបថាអត់នោះទេហើយអារម្មណ៍ហ្នឹងក៏មិនសូវស្រួលប្រហែលដែរសូម៉ានិយាយថាគាត់បានប្រាប់ពួកយើងថាផ្ទះរបស់គាត់ហ្នឹងគឺនៅលើភ្នំធានចុងត្រូវទេមើលទៅគាត់ប្រហែលជាទៅដល់ហើយតែពេលណាទៅពួកយើងទៅលេងគាត់ដែរនោះខ្យល់វោតបថាអត់ទៅនោះទេរួចខ្យល់វោក៏ប្រាប់ឲ្យលោកស្ទីវ៉ាហ្នឹងទៅរៀបចំអាហារពេលល្ងាចមកហើយគឺមិនចាំបាច់គួរសោអ្វីនោះទេឃ្លានប៉ុណ្ណាគឺញ៉ាំប៉ុណ្ណឹងនោះទៅសូម៉ាតបថាគ្មានផ្លូវនោះទេដែលពួកយើងធ្វើអញ្ចឹងនោះបានអញ្ចឹងខ្ញុំទៅហៅកវីអានជាមួយនឹងអូនយ៉ូហើយត្រូវហើយខ្យល់វោគឺមានរឿងមួយទៀតអរគុណលោកខ្លាំងណាស់ដែលបានជួយសង្គ្រោះពួកយើងខ្ញុំគិតថាមិនឆ្ងល់នោះទេដែលកុំវូនឹងចូលចិត្តមនុស្សដូចជាលោកខ្យល់វោលើពីឈ្មោះកុំវូហើយក៏ដូចជាខឹងផងដែររួចគាត់ក៏សម្លឹងមើលទៅកាន់សម្បត្តិរបស់កុំវូរួចគាត់ក៏សម្លឹងមើលទៅកាន់សូម៉ារួចតបថាគ្រប់គ្រាន់ហើយវាគឺមិនសមហេតុផលទេ
ហើយសាររឿងឃាតករប្រច័ណ្ឌរដូវកាលទី2ក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណេះដូចគ្នាអរគុណគ្នាយើងមែនតើដែលបានតាមដានតាំងពី season ទី1មកដល់ season ទី2នេះបើសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបានគឺអាចឧបត្ថម្ភបានតាមរយៈ QR code ដែលមាននៅលើវីដេអូនេះដោយរាល់ការ donate របស់អ្នកទាំងអស់គ្នាគឺជួយមកដល់រូបខ្ញុំបានច្រើនមែនតើ